អូខេអញ្ចឹងខ្ញុំនិយាយបាយអូស្ទឹងតែប៉ុណ្្នឹងចុះខ្ញុំជឿថាបងប្អូនបច្ចុប្បន្ននេះកំពុងតែចាំយកការហើយអញ្ចឹងខ្ញុំសូមនិយាយដើមចការខ្ញុំប្រធានបទថ្ងៃនេះខ្ញុំដាក់ចំណងជើងគឺថាតរេនចំការខ្ញុំបាទអញ្ចឹងបច្ចុប្បន្ននេះតរេនចំការខ្ញុំខ្លួនឯងមានន័យថាយើងចំណាយធនធានចំណាយពេលវេលាចំណាយកម្លាំងផលិតកម្មខ្លួនឯងនេះគឺថា2ទីតាំងឯង3ទីតាំងតាមពិតទៅប៉ុន្តែមិនរាប់ទេទីតាំងមួយនោះវាទូចអញ្ចឹងសូមរាប់តែ2ទីតាំងធំទីតាំងទី1នៅបកកែវទីតាំងទី2នៅស្រយ៉ង់កោះកេរអាហ្នឹងគឺគេហៅថាផនខ្លួនយើងផ្ទាល់មានរាល់ចំណាយចាយវាប្រមុខអីទាំងលើយើងជាម្ចាស់ការរីឯចការដែលជួយមានន័យថាជួយផ្នែកបច្ចេកទេសដូចមិនច្រើនទេឆ្នាំនេះដោយហេតុថាសុខភាពមិនល្អបើធៀបជាមួយនឹងឆ្នាំមុនឆ្នាំនេះតិចតែមែនទែនសឹងតែមិនមាននៅស្នួលតែប៉ុន្តែនៅស្នួលប្រៀបដូចចការខ្ញុំដែរតែគាត់ថាខ្ញុំនឹងបងធខ្ញុំអត់ធ្វើដូចនៅចំការបកែវចំការស្រយ៉ង់ទេមានខ្ញុំគ្រប់គ្រងប្រតិកម្មបន្តមកទៀតនៅមាននៅក្រែកមាននៅបាច់លងមាននៅព្រះវិហារមាននៅបាត់ដំបងសំឡូតមាននៅអូសោមនងសុទ្ធសឹងតាជាអ្វីដែលយើងជួយគ្រប់គ្រងផ្នែកបច្ចេកទេសប៉ុន្តែថ្ងៃនេះខ្ញុំនិយាយដើមចការខ្ញុំទេអត់ពាក់ព័ន្ធចការអ្នកដតីទេមានចការខ្ញុំមាន2ហ្នឹងស្រយ៉ង់ហើយនឹងបកកែវអូខេចឹងសូមនិយាយស្រយ៉ង់មុនចុះកុំនិយាយបកកែវទាំងខ្ញុំគណៈពេលនេះខ្ញុំនៅរតនគិរីគេលោកថានិយាយទៅនិយាយតែកាន់ជើងខាងរតនគិរីហើយនៅទីនេះខ្ញុំកំពុងតែ live បន្តផ្ទាល់ចេញពីទីស្នាក់ការខ្ញុំនៅខេត្តរតនគិរីក្រុងបានលុងទីនេះគេហៅភូមិជ្រីសង្កាត់បឹងយឡោមក្រុងបានលុងខេត្តរតនគិរីកំពុងតែនៅទីនេះណារីឯចការនៅអីបកកែវស្រុកបកកែវនោះទេតែទីស្នាក់ការយើងមកដាក់នៅខេត្តបន្តិចទៀតខ្ញុំនឹងបញ្យល់ប្រាប់ថាហេតុអីបាទខ្ញុំត្រូវមានទីស្នាក់ការប្រយោជន៍អ្វីទីស្នាក់ការផងខ្ញុំហ្នឹងបាទអូខេខ្ញុំសូមរៀបរាប់ពីចការខ្ញុំបន្តិចនៅស្រយ៉ង់យើងមាន1300ដើមយកផ្លែផ្កាសារ៉ាប់រដូវកាលនេះហើយផែនការផលិតកម្មផងខ្ញុំគឺ90%ចុះថា 90% គឺផែនការត្រួយចុងក្រោយខែ11ផ្កាសន្មតចុង12ដើម1មិនលើកថ្ងៃទី7ខែមករាត្រូវតែផ្កាបិទវគ្គយកការអញ្ចឹងអានេះនិយាយដើមខ្លួនឯងប្រាប់ទៅបងប្អូនទាំងខ្ញុំផ្ទុយពីបងប្អូនមួយចំនួនធំនៅក្នុងស្រុកខ្មែរដែលជាម្ចាស់ចការចរេនកំពុងតែតាមយកការនៅក្នុងអំឡុងខែ11ហ្នឹងអញ្ចឹងគេហៅថាភាពស៊ីវិល័យនៃដំណើរការផលិតកម្មដំណាំចរេននៅក្នុងស្រុកខ្មែរកាន់តែមានភាពស៊ីវិល័យកើតឡើងធ្វើឲ្យម្ចាស់ចម្ការមួយចំនួនតែងតែជ្រើសរើសថ្ងៃផលិតត្រួយចុងក្រោយថ្ងៃបើកវគ្គយកផ្កានិងថ្ងៃបិទវគ្គយកផ្កាខុសគ្នាហើយប្រសិនបើខុសគ្នារបៀបនេះសួរថាមានផលយ៉ាងណាសម្រាប់ខ្ញុំមើលឃើញរូបភាពល្អបំផុតប្រសិនបើយើងម្ចាស់ចការទាំងអស់ក្នុងចការដំណាំចរេនយើងមានការញែកគ្នាមានន័យថាញែកតំបន់ញែកទីតាំងញែកពេលវេលាដើម្បីធ្វើត្រួយចុងក្រោយដើម្បីយកផ្កាខ្ញុំគិតថាល្អហេតុអីបានល្អនៅត្រង់ថាពេលដែលយើងប្រមូលផលវាមានន័យថាយើងញែកគ្នាជាក្រុមមិនកូនគ្នាក្នុងពេលតែមួយបើធៀបជាមួយនឹងសម័យកាលមុនយើងព្យាយាមធ្វើបដោយទៅតាមរដូវសុខមានរដូវកាលនោះវាសុខខ្លាំងទាំងអស់បានផ្កាដែលជាធ្វើឲ្យក្នុងពេលដែលយើងប្រមូលផលភាគច្រើនស្របពេលគ្នាអញ្ចឹងតែកាលណាស្របពេលគ្នាដែលជាហេតុធ្វើឲ្យបរិមាណទិន្នផលនៃផ្លែទុរេនប្រមូលផលចូលទៅផ្សារវាមានបរិមាណច្រើនក្នុងពេលដ៏ខ្លីអញ្ចឹងរាល់ទិន្នផលណាក៏ដោយឲ្យតែមានបរិមាណច្រើនក្នុងពេលដ៏ខ្លីកំហុកចូលទីផ្សារប្រកាសជានឹងក្រើទីផ្សារប្រកាសជានឹងជន់ទីផ្សារហើយសួរថាជន់ទីផ្សាររបៀបនេះក្រើនៅទីផ្សាររបៀបនេះសួរថាអ្នកបរិភោគថយចុះឬក៏យ៉ាងម៉េចមិនមែនទេអ្នកបរិភោគតាមខ្ញុំសង្កេត10ឆ្នាំចុងក្រោយនេះឃើញមានការកើនឡើងចុះប្រសិនបើកើនឡើងហេតុអ្វីបានយើងបារម្ភរឿងប្រមូលផលបញ្ជូនចូលផ្សារក្នុងពេលតែមួយដ៏ខ្លីប្រកាសណាយើងបារម្ភត្រង់ហ្នឹងមូលហេតុថាអ្នកបរិភោគមានច្រើនមែនប៉ុន្តែប្រសិនបើគាត់ទទួលទានចរេនច្រើនដែលជាហេតុឆ្លើយតបនៃបរិមាណបញ្ជូនចេញពីចការចូលទៅផ្សារបានតតែគាត់
គាត់ពិសាតរ៉េនតតប្រើរយៈពេលយូរគាត់អាចពិសាតរ៉េនក្នុងពេលខ្លីនឹងបានទេឧទាហរណ៍តរ៉េនយើងសម័យកាលមុនក្នុងស្រុកខ្មែរយើងប្រមូលផល30ថ្ងៃ45ថ្ងៃហ្នឹងអស់ហើយសឹងថាមកទូទាំងប្រទេសអស់ហើយលើកលែងតែម្ដងគិរីមួយចុះអញ្ចឹងពេលហ្នឹងវាខ្លីពេកអញ្ចឹងខ្លីពេកហ្នឹងដែលជាហេតុធ្វើឲ្យបរិមាណតរ៉េនដែលបញ្ជូនចូលផ្សារហ្នឹងអត់រំដោះតន់ដល់អំពូបងគាត់ពិសាតរ៉េនទេទាំងអ្នកពិសាតរ៉េនច្រើនមិនមែនតិចទេច្រើនតែដោយហេតុថាពេលតរ៉េនជន់ចូលទីផ្សារប្រើពេលខ្លីពេកអញ្ចឹងដែលជាហេតុធ្វើឲ្យជន់ទីផ្សារដែលជាហេតុធ្វើឲ្យពិបាកលក់អីចឹងទៅអាហ្នឹងដែលយើងសង្កេតឃើញអញ្ចឹងនៅបច្ចុប្បន្ននេះខ្ញុំគិតថានឹងមិនមានពាក្យនឹងកើតឡើងទេពីព្រោះបងប្អូនម្ចាស់ចំការរាល់ថ្ងៃមានភាពប៉ិនប្រសប់មានភាពច្នៃប្រឌិតមានន័យថាឱកាសនៃការចេញផ្កាក្នុងមួយរដូវកាលវាមិនមែនមានតែម្ដងហើយចប់ទេឧទាហរណ៍ដូចឆ្នាំនេះអញ្ចឹងដូចរដូវកាលនេះអញ្ចឹងឆ្នាំ2025ប្រមូលផល2026នេះអញ្ចឹងរដូវកាលនេះផ្កាទុរេនផ្ដល់ឱកាសនៃការចេញផ្ការហូតដល់5ទៅ6ដងតាមក៏ប៉ុន្តែមិនមែនមានតែឆ្នាំនេះទេដែលឱកាសផ្ដល់នៃការមានផ្កាច្រើនដងច្រើនលើកច្រើនសារនោះមានតាំងពីសម័យកាលមុនប៉ុន្តែសម័យកាលមុនម្ចាស់ចការមិនទាន់មានភាពប៉ិនប្រសប់ទើបយើងមិនអាចទទួលផ្កាសេរីទី1ឬក៏ហៅថាវគ្គទី1វគ្គទី2វគ្គទី3បានទេប្រសិនបើអាកាសធាតុនោះវាអត់តន់អំណោយផលសុបខ្លាំងអញ្ចឹងយើងតែងតែឃើញថាម្ចាស់ចការទាំងអស់រួមទាំងខ្ញុំយើងទទួលបានផលជាផ្កាជាផ្លែនៅក្នុងរដូវកាលដែលអាកាសធាតុអំណោយផលសុបខ្លាំងតែបច្ចុប្បន្ននេះយើងមានសមត្ថភាពទោះបីជាអាកាសធាតុអំណោយផលទាបតែយើងនៅមានលទ្ធភាពយកផ្កាបានគ្រប់ចំនួនតាមតម្រូវការយើងបានដែលជាហេតុធ្វើឲ្យយើងមានសមត្ថភាពបំបែកគ្នាជាក្រុមនៃការទទួលផលទុរេនបញ្ជូនចូលផ្សារអញ្ចឹងឆ្នាំនេះខ្ញុំគិតថាប្រសិនបើមិនមានការប្រែប្រួលទេខ្ញុំគិតថាឆ្នាំនេះនឹងមានការប្រមូលផលចាប់តាំងពីខែ5រហូតដល់ខែ7អញ្ចឹងដែលជាហេតុធ្វើឲ្យការប្រមូលផលចូលផ្សារប្រើពេល2ទៅ3ខែអញ្ចឹងប្រសិនបើមានពេលប្រមូលផលទុរេនចូលផ្សារ2ទៅ3ខែខ្ញុំគិតថាបងប្អូនអ្នកទទួលទានទុរេនក៏គាត់មានឱកាសវែងក្នុងការសម្រេចចិត្តនៃការទទួលទានទុរេនហើយបរិមាណចូលផ្សារម្ដងវាកាន់តែតិចមិនអាចច្រើនក្នុងពេលខ្លីក្នុងពេលតែមួយនឹងទេពីព្រោះបរិមាណទុរេនយើងប្រហែលជាកើនជាងឆ្នាំទៅមិនតិចប៉ុន្តែយើងប្រើពេលនៃការប្រមូលផលវែងជាងមុនដែលជាហេតុធ្វើឲ្យប្រមូលផលចូលផ្សារម្ដងមិនមានបរិមាណច្រើនលើសលប់ទេខ្ញុំគិតថាអញ្ចឹងណាប្រសិនបើអត់មានប្រែប្រួលនៃអាកាសធាតុតែប្រសិនបើប្រែប្រួលនៃអាកាសធាតុមួយយ៉ាងណានោះប្រហែលជាយើងនឹងអាចជួបនៃការប្រមូលផលក្នុងពេលតែមួយក៏ថាបានដែរយើងរងចាំមើលជាក់ស្ដែងអូខេចការខ្ញុំនៅបកកែវចការខ្ញុំនៅសយងនិយាយដើមចការសយងឲ្យចប់សិនសយងឆ្នាំនេះខ្ញុំដាក់ផែនការយកផ្កានៅក្នុងខែ12យើងនឹងមានផែនការបើកវគ្គយកផ្កាចន្លោះថ្ងៃទី25ឬក៏28ខែធ្នូរហូតដល់ការបិទវគ្គយកផ្កានៅចន្លោះថ្ងៃទី5ទៅដល់ថ្ងៃទី7ខែមករានេះជាផែនការម្ល៉េះហើយបច្ចុប្បន្ននេះចរេនខ្ញុំទំស្ថិតនៅត្រួយចុងក្រោយទេត្រួយចុងក្រោយខ្ញុំផលិតឆ្នាំនេះគឺខ្ញុំសន្មតតាំងពីដើមរដូវកាលមកពេលដែលយើងចោះធ្វើដំណើរការផលិតកម្មគឺយើងសន្មតថាត្រួយចុងក្រោយនឹងការឡើងចុងខែ10រហូតទៅដល់សប្តាហ៍ទី2ដើមសប្តាហ៍ទី2នៃខែ11មានន័យថាសប្តាហ៍ទី3ខែតុលារហូតទៅដល់ដើមសប្តាហ៍ទី3ដើមសប្តាហ៍ទី3ឬក៏ចុងសប្តាហ៍ទី2នៃខែ11អញ្ចឹងសួរថាបច្ចុប្បន្ននេះខ្ញុំមានផ្កាទុរេននៅឆ្លើយថានៅសម្រាប់សយង 90% នៃចំនួនដើមសរុបនៅចំការសយងយើងទៅតែផលិតត្រួយចុងក្រោយទេនេះជម្រាបជូនបងប្អូនជាព័ត៌មានកុំឲ្យមានការជ្រួសជ្រើមអូខេអញ្ចឹងប្រកបណាស់ដំណើរការផលិតកម្មបងប្អូនត្រូវតែមានសមត្ថភាពជ្រើសរើសខ្លួនឯងថាតើតំបន់យើងមានភាពសមស្របកម្រិតណាមានភាពងាយស្រួលកម្រិតណាក្នុងដំណើរការយកផ្កាតាមវគ្គនីមួយៗកុំព្យាយាមបន្ថយបន្ថានខ្លាំងពេកសម្រាប់ខ្ញុំការងារច្រើនខ្ញុំអត់អាចធ្វើអ្វីបន្ថយបន្ថានបានទេខ្ញុំយកចំណុចដែលប្រកបប្រជាច្រើនជាងដើម្បីកាត់បន្ថយការច្នៃប្រឌិតដើម្បីកាត់បន្ថយការជួសជុលរាល់បញ្ហាកើតឡើងដោយយថាហេតុ
រីឯ 10% នៃចំនួនដើមសរុបខ្ញុំយកផ្កាផែនការខ្ញុំយកផ្កាដើមខែ10សម្រាប់ចការសយន្តតែខ្ញុំត្រូវបានបរាជ័យនៅដើមខែ10អញ្ចឹងខ្ញុំអត់និយាយទេ10% នៃចំនួនដើមសរុបដោយហេតុថាឆ្នាំទៅផលបានទាបដើមខ្លះអត់បានទទួលផលអញ្ចឹងខ្ញុំក៏ធ្វើផែនការស្រោតលឿនបន្តិចទៅមានន័យថាខ្ញុំធ្វើតែមួយត្រួយទេហើយយើងក៏ប្រើតិចនិចនៃដំណើរការផលិតកម្មយកផ្កាផ្លែនឹងតែម្ដងទៅឃើញថាផែនការដែលយើងដាក់គឺយើងដាក់យកដើមខែ10តែត្រូវបានបរាជ័យ 10% នៃចំនួនដើមសរុប 1300 ដើមហ្នឹងខ្ញុំដាក់ផែនការយកដើមខែ10តែខ្ញុំបានបរាជ័យបានផ្កាដូចជាមិនដល់ 1% ផងដូចជាបាន10 5 10ដើមចន្លោះខ្ញុំគិតថាប្រហែលជាមិន 1% ទេ 10% ពីព្រោះ100ជាងដើមខ្ញុំបាន10ដើមជាងវាបាន 10% តែវាអត់អាច make sense វាអត់ជាប្រយោជន៍អូខេអញ្ចឹងយើងក៏ផ្្លាត់នៃការយកផ្កាដើមខែ10យើងក៏មកបដូរសកម្មភាពបដូរកុកបដូរផែនការមកតាមយកផ្កាចុងខែ10អញ្ចឹងដើមខែ10ខ្ញុំបានប្រហែលជា 10% ចុងខែ10ខ្ញុំបានប្រហែលជា 60% អញ្ចឹងសរុបទៅខ្ញុំបាន 70% ណាបន្ទាប់មកទៀតដើម11ខ្ញុំបានប្រហែលជា 40-50% មានន័យបើយើងគិតភាគរយចំនួនដើមដែលសល់មកយើងបានដល់ 40-50% អញ្ចឹងយើងសន្មត់បានថាឆ្នាំនេះដើមខែ10មិនជោគជ័យទេមកបានទទួលភាគរយខ្ពស់ដែលអាចទទួលយកបានគឺអំឡុងចុង10ដើម11សូមបញ្ជាក់ណាអញ្ចឹងខ្ញុំគិតថាបងប្អូនមួយចំនួនធំនៅក្នុងស្រុកខ្មែរដែលគាត់ព្យាយាមយកដើមខែ10ឬក៏ចុងខែ10ហ្នឹងគាត់បានជោគជ័យដូចតែខ្ញុំអញ្ចឹងពីព្រោះបងប្អូនចូលចាំថារាល់ផលិតកម្មដំណាំទុរេនយើងពឹងផ្អែកទៅលើអាកាសធាតុជាគោលជាចម្បងរីឯធាតុចូលហើយនឹងបច្ចេកទេសបន្តបន្សំបងប្អូនទៅចាំថងហ្នឹងអ្នកខ្លះគាត់ផ្ដល់អត្ថភាពទៅលើបច្ចេកទេសមានភាពជាក់លាក់ខ្ញុំប្រហែលជាខ្ញុំអត់ឯកភាពទេថងហ្នឹងព្រោះខ្ញុំនៅជាមួយទុរេនរាប់សិបឆ្នាំមកហើយខ្ញុំតែងតែដំបូងបំផុតខ្ញុំផ្ដល់អត្ថភាពទៅលើអាកាសធាតុជាចម្បងជាគោលរីឯបច្ចេកទេសហើយនឹងធាតុចូលមានជីថ្នាំទាំងឡាយទាំងពួងហើយនឹងបច្ចេកទេសដែលយើងចេះធ្វើចេះអីហ្នឹងខ្ញុំគាត់ថាគិតថាហ្នឹងជាបន្តបន្សំជាបន្តបន្សំអញ្ចឹងដើមខែ10សម្រាប់ខ្ញុំប្រកាសថាបរាជ័យទទួលការដើមខែ10អត់បានជោគជ័យទេហើយខ្ញុំក៏ចង់ឃើញបងប្អូនដែលគាត់តាមយកការដើមខែ10ហ្នឹងជោគជ័យឬមិនជោគជ័យដែរខ្ញុំគិតថាតែមានអ្នកខ្លះខ្ញុំឃើញហើយគាត់បរាជ័យប៉ុន្តែគាត់ទទួលទេគាត់គិតលើករំលងផែនការគាត់ផលិតកម្មសម្រាប់យកដើមខែ10តែដល់ពេល10ចាក់ដើមមក10អត់បានគាត់លើកទៅយកចុង10ដើម11អញ្ចឹងវាទៅបានដើមចុង10ដើម11ប៉ុន្តែគាត់ថាអូខេអញ្ចឹងក៏ល្អដែរតាមពិតយើងត្រូវទទួលស្គាល់ថាដំណើរផលិតកម្មយើងប្រសិនបើយើងជោគជ័យតោះតែយើងដាក់កំណត់ពេលណាប្រកាសជាពេលហ្នឹងមិនមែនវារំកិលឲ្យយើងថាយើងនៅជោគជ័យឡើយទេមិនមែនទេសម្រាប់ខ្ញុំដើម10បរាជ័យតែសុំប្រកាសថាចុង10ដល់ដើម11ជោគជ័យតែសួរសប្បាយចិត្តអត់សប្បាយចិត្តទេសម្រាប់ខ្ញុំពីព្រោះអ្វីពីព្រោះខ្ញុំដាក់ផែនការយកដើម10ខ្ញុំអត់ត្រូវការចុង10ទេមិនមែនលេះដោយអ្នកខ្លះទេណាប្រកាសយកដើម10ដល់ពេលដើម10អត់បានចុង10ដើម11នៅតែគ្រាន់បើតែសម្រាប់ខ្ញុំអត់គ្រាន់បើទេយល់ទេពីព្រោះផែនការផលិតកម្មរបស់ខ្ញុំមានពេលវេលាធ្វើមានពេលវេលាញែកមានពេលវេលាប្រមូលផលជាក់លាក់តែដល់ពេលវាអត់បានជាក់លាក់ធ្វើឲ្យខ្ញុំជួបផលលំបាកវិញទេអូខេនៅទីនេះសម្រាប់ខ្ញុំសូមប្រកាសជាសាធារណៈដើម10បរាជ័យដែលខ្ញុំដាក់ផែនការយកដើម10ហ្នឹងដើមខែ10យកការដើមខែ10ហ្នឹងបរាជ័យប៉ុន្តែចំនួនដើមដែលយើងដាក់ផែនការយកដើមខែ10ហ្នឹងវាបែរទៅជាមកបានផ្កាពេញលេញល្អពេញចិត្តយើងទទួលយកបានគឺនៅអំឡុងចុង10ដល់ដើម11នេះសូមបញ្ជាក់អូខេនឹងផែនការទី1នៅចការសយងរីឯ 90% ទៀតក្នុងចំនួនដើមសរុបខ្ញុំកំពុងតែត្រួយចុងក្រោយនៅឡើយទេបច្ចុប្បន្ននេះពីព្រោះផែនការខ្ញុំនឹងយកផ្កាថ្ងៃ25ទៅរ28ខែធ្នូបើកវគ្គយកផ្កាចន្លោះថ្ងៃអស់ហ្នឹងទៅបិទវគ្គយកផ្កាចន្លោះថ្ងៃទី5ទៅដល់ថ្ងៃទី7ខែមករាអូខេនឹងសម្រាប់ចំការនៅស្រយ៉ង់អូខេឆ្នាំនេះ
ផលលំបាកនៃការគ្រប់គ្រងនៅចការសយ៉ងចាប់តាំងពីយើងប្រមូលផលឲ្យមកវាមានផលលំបាកផងវាប៉ុន្តែផលលំបាកហ្នឹងដែលជាហេតុធ្វើឲ្យយើងក៏ចំណេញដែរអូខេខ្ញុំជម្រាបជូនបន្តិចយើងដល់ពាក់កណ្ដាលទីឯពេលនេះណាតាំងពីប្រមូលផលហើយខ្ញុំជួបផលលំបាកខ្លាំងណាស់ចការខ្ញុំនៅសយ៉ងមានមួយប៉ែកបូមទឹកទៅដាក់ចំការមានមួយប៉ែកបូមទឹកចេញពីចការទៅវិញពេលស្របគ្នាតែមួយចំការមួយបូមទឹកស្លចរ៉េនចំការមួយទៀតបូមទឹកចេញពីចំការតរ៉េនទៅចោលនៅខាងក្រៅអញ្ចឹងដែលជាហេតុធ្វើឲ្យយើងពិបាកក្នុងការធ្វើការបន្តទៀតសូមនិយាយមួយទៀតចាស់ក្នុងការលំបាករបៀបនេះតែយើងក៏ហាក់បីដូចជាយើងស្រឡឹងមើលឃើញផលងាយស្រួលតាំងពីខ្ញុំធ្វើត្រួយដំបូងរហូតដល់ត្រួយចុងក្រោយថ្នាំសត្វអិតក្នុងមួយត្រួយខ្ញុំប្រើអត់លើសពី5ដងទេថ្នាំសត្វអិតសម្រាប់គ្រប់គ្រងត្រួយខ្ចីដូចជាមិនលើស5ដងទេចាំបានត្រួយដំបូងដូចជាតែ3ដងទេដល់ពេលត្រួយចុងក្រោយនេះខ្ញុំគិតថាអត់លើស5ដងទេព្រោះបច្ចុប្បន្ននេះយើងប្រើអស់2ដងហើយអញ្ចឹងនៅសល់3ដងទៀតប្រហែលជាស្លឹកនៅវាចាស់ហើយហេតុអីបានយើងប្រើអស់តិចនិយាយពីរឿងថ្នាំសត្វអិតចាប់តាំងពីប្រមូលផលហើយចាប់តាំងពីប្រមូលហើយនៅសយ៉ងដល់ថ្ងៃនេះយើងទៅប្រើប្រហែលជា6ដងឯងថ្នាំសត្វអិតដែលបង្ការត្រួយខ្ចីរីឯថ្នាំសត្វអិតដែលបំផ្លាញស្លឹកចាស់យើងទៅប្រើបាន2ដងឯងទៅប្រើបាន2ដងឯងគិតថាស្អែកខាងស្អែកនេះប្រើលើកទី3បើធៀបនឹងឆ្នាំតមិញជំរាបជូនបងប្អូនបើធៀបនឹងឆ្នាំតមិញត្រូវការដែលយើងប្រមូលផលហើយនេះធ្វើត្រួយដំបូងដល់ត្រួយចុងក្រោយយើងប្រើថ្នាំសត្វអិតរហូតដល់3ដល់10ដង3ដល់10 4ដល់10ដងរីឯឆ្នាំនេះខ្ញុំគិតថាតាំងពីធ្វើត្រួយដំបូងដល់ត្រួយចុងក្រោយខ្ញុំគិតថាប្រហែលជាអត់លើស10ដងទេខ្ញុំគិតថាអញ្ចឹងប្រសិនបើឆ្នាំតមិញយើងធ្វើប្រើថ្នាំសត្វអិតទៅគ្រប់គ្រងសត្វអិតការពារត្រួយខ្ចី6ដល់10ដងឆ្នាំនេះយើងថាយើងប្រើត្រឹមតែ10ដងយើងចំណេញបាន6ដងចំណេញបាន6ដងបន្តមកទៀតឆ្នាំតមិញយើងប្រើថ្នាំសត្វអិតការពារស្លឹកចាស់ដែលបំផ្លាញពីពីពីក្រហមបើយើងនិយាយខ្លីថាពីពីក្រហមឆ្នាំទៅយើងប្រើរហូតដល់ដូចជាខ្ញុំគិត20ដងចាប់តាំងពីត្រួយដំបូងរហូតទៅដល់បានផ្កាហ្នឹងដូចជា20ដងអត់ដូចអត់ក្រោមហ្នឹងឯងតែឆ្នាំនេះតាំងពីប្រមូលផលឲ្យដល់ឥឡូវជិតដល់ខែបានផ្កាខ្ញុំគិតថាពីឥឡូវទៀតនៅសល់មួយខែទៀតនឹងបានផ្កាយើងប្រើទៅបាន2ដងឯងអញ្ចឹងនៅសល់មួយខែទៀតខ្ញុំគិតថា3ដង4ដងទៀតចុះអញ្ចឹងបើ3ដង4ដងទៀតយើងអស់តែ6ដងឯងថ្នាំការពារស្លឹកចាស់ដែលវាបំផ្លាញដោយសារពីពីក្រហមមានន័យយើងហៅថាថ្នាំពីពីក្រហមយើងប្រើតម្រាំដល់ផ្កាមកហ្នឹងយើងគិតថាប្រហែលជា6ដងឯងលើកលែងតែចាប់ពីខែនេះទៅចាប់ពីថ្ងៃនេះទៅតម្រាំមកផ្កាគ្រប់គីឡូមានអាកាសធាតុញ៉ាំងឲ្យរុញច្រានកើតអីមិនដឹងទេតែគ្រាន់តែប្រមាណប៉ាន់ប្រមាណមើលខ្ញុំគិតថាប្រហែលជា6ដងប៉ុណ្្នឹងឯងអញ្ចឹង20ដងនិង6ដងខុសគ្នាដល់4ដល់10ដងអូខេអញ្ចឹងនេះចំការខ្ញុំនៅសយ៉ងដោយចំពោះឯណាអញ្ចឹងបងប្អូនខ្ញុំជឿថាបងប្អូនគូតែមានទិន្នន័យរបៀបអស់ហ្នឹងដូចគ្នាដែរអញ្ចឹងយើងមកសួរវិញថាហេតុអ្វីឆ្នាំទៅថ្នាំសត្វអិតការពារត្រួយខ្ចីយើងប្រើអស់14 15 16ធុងរីឯថ្នាំការពារស្លឹកចាស់យើងប្រើអស់ដល់20ធុងចុះឆ្នាំនេះថ្នាំការពារថ្នាំបង្ការការពារសត្វអិតបំផ្លាញស្លឹកខ្ចីយើងប្រើអស់តែ6 7ដងឬក៏ថាមិនលើស10ដងបន្តមកទៀតថ្នាំការពារពីពីក្រហមមិនលើស10ដងហេតុអីហេតុមកពីអញ្ចេះមកពីភ្លៀងអត់ធ្វើអីកើតតោះនេះមកពីភ្លៀងធ្វើអីអត់កើតខ្ញុំឆ្នាំនេះនិយាយឲ្យចំទៅប្រាក់ខែកម្មករនៅចំការរៀងរាល់មួយខែឆ្នាំនេះទៀបជាងឆ្នាំទៅមួយខែ10000ចំណាយរៀងរាល់ប្រចាំខែ10000តែឆ្នាំនេះដូចជា5000ជាងតិចតួចទេទៅថា5000ចុះកម្មករនៅចំការចាប់តាំងតួលេខខ្ញុំចាប់តាំងពីខែ6រហូតដល់ដើមខែ10អត់សូវបានធ្វើការទេធ្វើការបានតែ30% នៃចំនួនថ្ងៃសរុបក្នុងខែ6ដល់ដើមខែ10ហ្នឹងឯងដូចសឹងតែមិនបាន30% នៃចំនួនថ្ងៃសរុបផងអញ្ចឹងបើសិនជាខែ6ដល់ខែ10មានធរវេលា4ខែ
Dân bà sân bà ngay buôn khai nó có thưa ca ban tại 30%. Miền này tha mà rồi tháng ngày thưa ca ban 30 tháng ngày. Buôn khai vì miền mà rồi mà phải tháng ngày. Dân sẽ đọc buôn khai nó có thưa ca ban tại mà khai chứ tích gì. Mà khai cả là. Dân bà sân lối mà khai pram pón, buôn khai pi mớn. Tại có thưa ca ban tại bằng pơ pon là thế. Ủa thôi chẳng á. Bởi dân kích chùm luôn tháng ngày. Do lối được chạy tới. Đôi tại bằng pơ pon đấy. Dân khá thay pô là cam đôi con đã ban thưa ấy mà mơn bay pon là. Ok, mà mơn bay pon là. Và to mà tiết. Dương một kết niết năm sẵn ất ca pi truyệt chảy. Dương mấy những thân xóm. Dương ở ban pra là hô tờ đó đọc thùng thành chẳng chắc. Tạm vấn một đó này. Năm ca pi truyệt chảy. Rồi viên xem tao được xem ní và hai chục mùi thùng ấy để.ឬcó một bơ thùng. Chẳng không một thùng dương chẳng ai ở 20 là. Nhưng cái ở lấy. Hay ở xa thì tạm vấn. Vì ai miên lên nặng. 20 là. Và mùi thùng. Màn rồi thì. Cái nhát. Pram và mùi đó 30. Tạ bay rồi $. Thì. Và to mà tiết năm pin pin của hòm không mà thông trong pra tu tao bà hai $70 dân năm tao hay năm ní dương vào tích trên năm tao đọc thông thành chẳng cho chẳng $70 đọc thông bầm pơ $. Thì bầm pơ $, bột nâng $7 ta mà pon này dương sân xóm pi thiệt chô ban ta mà pon này tại dương chẳng nãy từ lơ pôn là cam để ọt ban phơ ca ai pin linh lâu đó mà mơn bay pon tại nay đó tí đi mình men mini thay dương chia diêm làm bay cầm oi khát lôi mà mơn bay pon đôi bọc không mà đứa thứ ca tầng phliêng mẹ nè men mini chẳng nghe và trong trường hợp chú thá làm đấy cứ phliêng si lôi dương trở này hạ tháp bắt dương trở đánh pika banh tham ca pi rất là ít hạ tháp bắt dương trở đánh ca pi pi viên của hôm phần đai dương chầm này lôi được ban thứ ấy chầm này lôi được ban thứ ấy tàu bộ cọt thứ cả dân cam co trong nâu chầm ca rót ngay đi admin nasco mà nè group meka group cam go tao admin nasco mà nè năm này buổi năm tới riêng vứt vườn thì riêng scom thì năm nay admin nasco mày anh ấy chụp điệp chun chẳng á chẳng vơi mà vinh thá trong ca sử dụng nhóm đòi hát trong chia co tham miền bạn màn phim trán đại gia thôi trong một bạc group luôn thì bạn cám trong bạn miền p từ đấy trán được bao phôn mà chắc cả tu tới trong sập đá chất do trôi trong coi nó trong rau và sa men tên tầm đó trong rau sa men tên mà trong do trôi trong trời ok vì pro sân bạc chồng và khoam do trôi trong coi nông cái đá vô xa cho nó khai mấy khai bằng muốn trôi trong coi trong kết thắt tần nát tần này nha và hai chi dương tăng tăng pro chặt hạ thấp tập liên và to pro ngay na muối bỏ rom rương trôi trong coi mình chụp chi na muối bỏ rom rương polacam cam mà có thưa cam mình cao vì ngay mình tên tay sẽ đạp nhom cho làm đi chắp tăng pi coi pi trôi đồng bông chụp chơi vào đó bắt cho bọn đi trong admin tôm nó tôm nên tọt cả họ lại mình tích nà tê admin tọt cả họ lại chẳng vì lúc trong admin bị bắt nơi đồng nào phải là tạc cam trong nào mùi tê sờ bài on kích mà giang cứ tha cam mà có con sần nóc liền rồi ngay thứ em cao tại bạc khác nhưng thật bao ai con rồng pưng lôi bạc hai năng hái nhưng mình bao cả mấy na trăm tập liền ọt bao bạc hai con đo thay riêng thứ các bạn bác bị ọt trời cầm có 100 đồng mùi dương cầm có trong khăn đâu chừng mùi trong tăng pi con master cả lo lỗ đỏ là miền con pi bay à vận tải nấu chỉ ca sử dụng cho đi dương thôi trôi trong rồi trong khẽ đọt đào đập mùi nghi xua nông đầm là cam là cam tích và là trôi năng nghi xuaแต่พอลำบากmiền mùi đấy miền chừng ngữ ban cả là capi basa capi chỉ tu tới dương sự kia ta chừng ngữ nâng bị chấp đam miền võ từ miền tăng pi bẩm mô pol hai chỉ ca trong năm tới bẩm mô pol hai ót đam khai bẩm pil dân bên miền chừng ngữ tăngเป็นnăng màu tại phim rót khai dương sự cả chặt ca tu tâu còn mình ca thưa y còn mình ca ọt terrain mơ có bán này ọt terrain nó nói trâu ở mơ vì pro nè đọt mình terrain cũng tại khai chỉ để tinh terrain thì dân mơ hơi tới dân tròn môi là hơi dân tròn tóc chỉ môi là hơi từ và mô phò báo dân dân thở kia mòn dân chừng ngư cá nó bỏ cáo ăn nó sẽ choáng và sân chỉ trong rộp kích chỉ phía rồi không cá chứ và hai chỉ mà phay phía rồi
នៃចំនួនដើមសរុបឈឺខ្ញុំគិតថាបងប្អូនម្ចាស់ចការតរេនជួបដូចតែគ្នាហ្នឹងមិនបាច់ចាំនិយាយថាឈឺអីប្រហែលជាបងប្អូនគាត់និយាយថាឈឺបងប្អូននឹងមើលឃើញសញ្ញាគិតរូបភាពសញ្ញាដែលកើតឡើងនៅលើដើមតរេនហ្នឹងយ៉ាងម៉េចហើយគឺរលួយរឹសរលួយគល់ដំបៅដើមដំបៅមេឃដំបៅស្លឹកនេះជំងឺទាំង5ហ្នឹងលើកឡើងមកហ្នឹងអាការៈវាទាំង5រលួយរឹសរលួយគល់ដំបៅដើមដំបៅមេឃដំបៅស្លឹកអាហៀចរឹមសើមអីហ្នឹងខ្ញុំហៅដំបៅហើយដូចយើងហៀខ្ទុះរងៃហ្នឹងអាហ្នឹងគឺជាដំបៅអញ្ចឹងនៅសយ៉ង់យើងកើតដំបៅជំងឺអស់ហ្នឹងប្រហែលជា 20% នៃចំនួនដើមសរុបទាំងវាកើតមិនមែនតែឥឡូវទេវាកើតតាំងតាពីខ្ញុំគិតថាតាំងពីចាប់ផ្ដើមចូលក្បាលកណ្ដាលរដូវវស្សាហ្នឹងបាទតែយើងធ្វើឲ្យអត់តន់ជាមួយវាទេភ្លៀងសឹងរាល់ថ្ងៃយើងព្យាយាមទៅធ្វើមួយវាដែរប៉ុន្តែវាអត់បានប្រសិទ្ធភាពពេញលេញទេដោយសារអាកាសធាតុអត់អំណោយផលអូខេអញ្ចឹងនៅទីនេះនៅចការខ្ញុំសយ៉ងសូមរាយការណ៍ជូនជាព័ត៌មានបច្ចុប្បន្ននេះ 90% នៃចំនួនដើមសរុបកំពុងស្ថិតនៅត្រួយចុងក្រោយទេព្រោះអីមានបងប្អូនខ្លះគេថាគ្រូទូចបកែអីអត់ឃើញមានផ្កាតរ៉េនបង្ហាញទេផងផ្កាតរ៉េនស្អីបើគ្នាដាក់ផែនការយកត្រួយចុងក្រោយខែ11ឲ្យតែមានផ្កាខែ10ដូចគេមិនវាអត់ត្រូវតោះណាអូខេអញ្ចឹងសូមបញ្ជាក់ 90% នៃចំនួនដើមសរុបកំពុងស្ថិតនៅត្រួយចុងក្រោយនៅឡើយទេហើយចំពោះខែ11នេះមួយខែពេញគឺជាខែដែលជួសជុលដើមតរ៉េនគឺជាខែដែលត្រូវព្យាបាលដើមតរ៉េនអញ្ចឹងខ្ញុំអត់មានឱកាសគិតរឿងអីផ្សេងទេខណៈពេលនេះគឺត្រួយចុងក្រោយដែលមិនមែនភាពសាំញ៉ាំអីធំដុំទេការពារសត្វល្អិតទំនប់បំរុងថែបំពន់ស្លឹកខ្ចីឲ្យពេញលេញល្អខ្លាចជាត្រួយចុងក្រោយបានល្អទៅបានហើយខ្ញុំទុកពេលវេលាមួយចំនួនធំប្រចាំខែវិច្ឆិកានេះគឺជាសន្មតខែជួសជុលចំការខែព្យាបាលចំការហេតុអីបានយើងត្រូវមកជួសជុលខែ11តាមពិតច្បាប់នៃការធ្វើតរ៉េនយើងគួរតែជួសជុលចំការតរ៉េនតាំងពីប្រមូលផលហើយម្ល៉េះតែដោយហេតុបងប្អូនក៏ដឹងដូចតែខ្ញុំដឹងដែរខ្ញុំគិតថាទូទាំងស្រុកខ្មែរឆ្នាំនេះទទួលបរិមាណភ្លៀងស្មើគ្នាលើកលែងនៅតំបន់កោះកឡមួយនេះដែលខ្ញុំស៊ើបមើលភ្លៀងតិចជាងគេបំផុតមកទូទាំងប្រទេសកោះកឡខេត្តបាត់ដំបងអញ្ចឹងកោះកឡអត់មានដាំតរ៉េនច្រើនទេអញ្ចឹងតំបន់ដែលដាំតរ៉េនវាសនាដូចគ្នាទាំងអស់យើងជួបជាមួយភ្លៀងតាំងតែពីចុងខែ5តរៀងមកអញ្ចឹងធ្វើឲ្យយើងអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការជួសជុលចំការក្រោយប្រមូលផលទេរាល់ឆ្នាំអាកាសធាតុអំណោយផលឲ្យយើងបានជួសជុលចំការយើងក្រោយប្រមូលផលតែឆ្នាំនេះទេវតាមិនប្រទានពរមិនទុកពេលវេលាឲ្យយើងជួសជុលចំការក្រោយប្រមូលផលទេភ្លៀងគ្មានថ្ងៃស្រាកស្រានតែយើងទៅជួសជុលនៅពេលណាអត់បានទេអញ្ចឹងខ្ញុំសរសើរបងប្អូនមួយចំនួនប្រមូលផលឆ្នាំកន្លងទៅហើយគាត់នៅមានពេលវេលាគ្រប់គ្រាន់សម្រាប់តាមយកផ្កាក្នុងអំឡុងខែតុលាខែវិច្ឆិកាបានខ្ញុំសូមគាត់សរសើរពួកគាត់មានស្នាដៃល្អទាំងទទួលអាកាសធាតុដូចគ្នាទទួលភ្លៀងដូចគ្នាតែគាត់នៅតែពុះពៀធ្វើបានរហូតដល់គាត់ធ្វើត្រួយចុងក្រោយត្រួយដំបូងក្រោយប្រមូលផលបានត្រួយចុងក្រោយគ្រប់ប្រមូលផលបានត្រួយចុងក្រោយត្រៀមនឹងការប្រមូលផលបានរហូតដល់កំណត់ពេលនេះគាត់កំពុងតាមយកការរីឯខ្ញុំសូមទទួលស្គាល់ថាឆ្នាំនេះខ្ញុំអត់មានសមត្ថភាពពេញលេញដូចអ្នកដទៃទេពីព្រោះអ្វីខណៈពេលនេះគេកំពុងតាមយកផ្ការីឯខ្ញុំស្ថិតនៅវគ្គជួសជុលចំការនៅឡើយទេដោយខ្ញុំគិតថាខ្ញុំអត់បានជួសជុលចំការខ្ញុំអត់បានព្យាបាលតាមត្រេនខ្ញុំពេញលេញក្រោយប្រមូលផលមកទេភ្លៀងអត់ឈប់ឈរអញ្ចឹងដែលជាហេតុធ្វើឲ្យខ្ញុំបន្តពេលវេលាសម្រាប់ព្យាបាលជួសជុលចំការហេតុអីបានត្រូវមកលើកខែ11បងប្អូនសម័យសាក់មើលតើមានខែណារៀងនៅខែ11នេះទេចាប់តាំងពីប្រមូលផលខែ6ខែ7ភ្លៀងជាប់សូររហូតចការខ្ញុំនៅសយ៉ងលិចទឹកខែវស្សាពិបាកហត់ចិត្តនឹងបូមទឹកចេញពីចំការ
ខែប្រាំងបូមទឹកពីក្រៅចំណាក់ដល់ចំការតើវាសនាវាអាណយអធមកម្រិតណាបងប្អូនសម័យសាក់មើលទៅនិយាយនេះមិនមែននិយាយឲ្យបងប្អូនសំណអាណិតទេគាត់និយាយប្រាប់រូបភាពជាក់ស្ដែងអញ្ចឹងហើយក៏ជាការសរបញ្ជាក់ប្រាប់បងប្អូនអ្នកមួយចំនួនដែលគាត់មិនទាន់ដាំដុះឬក៏រំពឹងនៃការដាំដុះត្រូវគិតឲ្យហើយខ្ញុំជាមេរៀនដល់បងប្អូនហើយខ្ញុំអត់លាក់អ្វីដែលជាចំណុចផលលំបាករបស់ខ្ញុំទេខែវស្សាមិនរវល់សោយទឹកទៅតរ៉េនទេបែរជារវល់បូមទឹកចេញពីជាការតរ៉េនចាញ់អញ្ចឹងសបញ្ជាក់ថាម៉េចសម្រាប់បងប្អូនអ្នកក្រោយប្រសិនបើដាំតរ៉េនប្រយ័ត្នជួបហេតុការណ៍ដូចខ្ញុំគេពេលដែលភ្លៀងគេសប្បាយចិត្តដោយមិនបានអស់លុយថ្លៃម៉ាស៊ូតបូមទឹកស្រោចតរ៉េនតែខ្ញុំអាភ្លៀងក៏ខ្ញុំមិនសប្បាយចិត្តនៅចំណាយលុយថ្លៃម៉ាស៊ូតបូមទឹកចេញពីជាការតរ៉េនដដែលហេតុអីដោយសារវាលិចទឹកអញ្ចឹងបងប្អូនអ្នកដាំតរ៉េនសារក្រោយប្រយ័ត្នប្រយែងក្នុងនឹងផងអូខេអញ្ចឹងយើងសម័យសាក់មើលចាប់តាំងពីខែ7រហូតដល់ឥឡូវតើខែណាដែលរាំងដែលយើងបានធ្វើការពេញដៃពេញជើងទើបតែចុងខែ10នេះទេអូខេចាំមើលខ្ញុំរាប់លំដាប់ហេតុការណ៍ឲ្យបន្តិចចាប់ពីចុងខែ5ភ្លៀងឥតអាណិតអាសូរជាប់គ្នាសឹងរាល់ថ្ងៃដល់ទៅពេលរាំងចុងខែ7ប្រហែលជាចាប់ពីថ្ងៃទី28ខែកក្កដាហ្នឹងខែ7ដល់ថ្ងៃទី4ទី5ឬក៏ទី9ទី10តំបន់ខ្លះខែសីហាអញ្ចឹងរាំងបាន4-10ថ្ងៃហ្នឹងធ្វើអីក៏អត់តន់ទេខ្ញុំហេតុអីមកខ្ញុំចាំច្បាស់ដោយសារចំការខ្ញុំទៀមទីឲ្យខ្ញុំជួសជុលចំការថ្ងៃទី20ជាងខែ7ខ្ញុំជញ្ជូនកម្មករចល័តទីមកប្រមូលផ្ដុំគ្នាខ្ញុំដឹងថារាំងខ្លីប្រសិនបើនៅកម្មករនៅបែកគ្នាគ្រប់ចំការធ្វើការអត់បានជាដុំកពួនទេអញ្ចឹងសូមគេធ្វើចការមួយអត់ចការមួយក៏បានដែរសំខាន់ឲ្យយកប្រមូលផ្ដុំព្រួយរកកម្មករក្រៅអត់មានជំនាញមកធ្វើជាមួយយើងបានទេខ្ញុំអត់មានពេលនៅគ្រប់គ្រងកម្មករ24ម៉ោងលើ24ម៉ោងមួយខែ30ថ្ងៃអត់បានទេអញ្ចឹងខ្ញុំទៅមូទៅចល័តកម្មករមកនៅទីតាំងនេះដែលចាំបាច់ខ្លាំងខ្ញុំដឹងមានពេលធ្វើតែ5ថ្ងៃទេមកដូចចិត្តមែនរាំងបាន4-5ថ្ងៃប្រឹងធ្វើដល់ដៃជើងបន្ទាប់ពីនោះភ្លៀងមកទៀតចុងខែ7ដើមខែ8រាំងមកវគ្គហ្នឹងបន្តមកទៀតដល់ចុងខែ9ដើមខែ10រាំងមកវគ្គទៀតតែខ្លីមែនទេខ្ញុំដាក់មនុស្សមកធ្វើការទៀតខ្ញុំដឹងតែរាំងតែ3-4-5ថ្ងៃហ្នឹងទេដាក់មកធ្វើការបាន3ថ្ងៃជាប់គ្នាភ្លៀងទៀតបន្តមកទៀតដល់ចុង10ដឹងថារាំងស្រោតដាក់នឹងមកធ្វើការរាំងមែនចុង10បានតែមួយផ្លេតដូចគ្នាភ្លៀងមកមួយសាថ្មីទៀតទៅតែឥឡូវទេរៀងមានរយាលភ្លៀងយើងអាចធ្វើការបានអញ្ចឹងសួរថាមានពេលឯណាទៅជួសជុលដើមតរ៉េនវាអត់មានអញ្ចឹងខ្ញុំប្រកាសកូនចៅខ្ញុំទាំងអស់មេការគ្រប់ចការកុំសួរថាត្រួយចុងក្រោយប្រអត់ទឹកថ្ងៃណាអីថ្ងៃណាយកកែមិនបាច់សួរខែវិច្ឆិកាគឺជាខែជួសជុលចំការពីព្រោះយើងអត់បានជួសជុលពីខែ7ពីខែ8ពីខែ9ពីខែ10ទាំងរាល់ឆ្នាំយើងជួសជុលចំការព្យាបាលដើមតរ៉េនខែ7ខែ8គឺអស់ហើយពីព្រោះខែ7ខែ8វាអត់មានភ្លៀងខ្លាំងទេថែមទាំងវាជាប់ជាមួយនឹងកូនរដូវប្រាំងកណ្ដាលរដូវវស្សានឹងទៀតតែឆ្នាំនេះបាត់ទៅណាទេរដូវប្រាំងឃើញមានតែខ្លីបំផុតធ្វើការមិនតាន់ទី1ពេលវេលាខ្លីធ្វើការមិនតាន់ទី2ទំហំការងារកើនលើសឆ្នាំទៅទី3កម្មករកាន់តែថយចុះហេតុអី3ហ្នឹងឆ្នាំនេះការងារច្រើនជាងឆ្នាំទៅមូលហេតុអីបានច្រើនជាងឆ្នាំទៅដោយសារជំងឺវាកើតហេតុអីបានវាកើតដោយសារយើងថែទាំមិនបានដិតដល់ល្អហេតុអីបានថែទាំដិតដល់មិនបានដិតដល់ល្អដោយសារខណៈពេលមានផ្លែយើងមិនបានធ្វើអ្វីវាពេញលេញទៅលើដើមតរ៉េនទេនេះមិនមែនជាលេសដាក់បន្ទុកទៅលើរឿងហេតុការណ៍ប៉ុន្តែនេះជាគេហៅថារៀបរៀងហេតុការណ៍ដើម្បីឲ្យយើងដឹងចំណុចណាដែលយើងត្រូវកែបញ្ហាសម្រាប់ថ្ងៃទៅមុខសម្រាប់ខ្ញុំទំហំការងារកាន់តែធំកាន់តែច្រើនគឺដោយសារពេលវេលាប្រមូលផលត្រូវបានពន្យាអញ្ចឹងធ្វើឲ្យតរ៉េនបន្សល់នៃបញ្ហាច្រើនទៅបន្តមកទៀតពេលវេលាយើងធ្វើការខ្លីមែនទេពាក់ព័ន្ធជាមួយនឹងភ្លៀងយូរទៅធ្វើចំការដូចយើងលួចគេហើយហ្នឹង
អង្គុយចាំធ្វើអង្គុយចាំលួចទូរស័ព្ទបជាមេការហ្នឹងដូចលួចធ្វើចការដូចមិនមែនធ្វើចការដោយបើកចំហទេដូចលួចធ្វើហ្មងលួចហ្នឹងគឺប្រឡងបច្ចេកជាមួយភ្លៀងហ្នឹងតែម្ដងបន្តទៀតមនុស្សធ្វើការកាន់តែថយចុះហេតុអីបានវាថយចុះដោយសារយើងក៏វាអត់សូវសម្បូរទុនធានដោយសារសភាពការរឿងស្អីៗចឹងយើងមិនហ៊ានចំណាយច្រើនអានេះនិយាយខ្លីអញ្ចឹងយើងត្រូវកាត់ចំនួនអ្នកធ្វើការមួយចំនួនកាត់យើងកាត់មនុស្សតែទំហំការងារកើតសួរថាតើខ្ញុំនិយាយហ្នឹងបងប្អូនគិតថាខ្ញុំនឹងធ្វើមិនត្រូវទេខ្ញុំក៏គិតខ្លួនឯងធ្វើមិនត្រូវដែរប៉ុន្តែខ្ញុំគិតថានេះជាវិធីល្អបំផុតសម្រាប់ខ្លួនឯងដែរតើយើងទុកចិត្តសភាពការកម្រិតណាតើយើងគួរឆឆកម្រិតណាអញ្ចឹងវាមានតែពេលនេះត្រង់ណាសង្ខេបបានព្យាយាមសង្ខេបតែប៉ុណ្្នឹងឯងអញ្ចឹងនេះជាហេតុការណ៍ដែលខ្ញុំរៀបរៀងមកសម្រាប់ជាមេរៀនទៅថ្ងៃមុខថាយើងត្រូវកែប្រែប្លង់មួយណាអញ្ចឹងខែ11គឺជាខែជួសជុលចំការគឺជាខែព្យាបាលជំងឺនិយាយខ្លីអូខេបន្តមកទៀត 10% នៅក្នុងចការសយ៉ងក៏យើងបរាជ័យដែរយើងដាក់ផែនការយកការដើមខែ10តែវាបានដើមខែ10វាទៅបានចុង10ដើម11វិញអ្នកថាប៉ុណ្្នឹងក៏អូខេដែរឲ្យតែបានតែសម្រាប់ខ្ញុំអត់អូខេទេអត់អូខេដាច់ខាតហេតុអីប្រសិនបើវាបានផ្កាតាមការតាំងចិត្តផងខ្ញុំដើមខែ10មានន័យថា road map ផងខ្ញុំមានន័យថាតារាងការវិភាគផែនការផលិតកម្មផងខ្ញុំនឹងមិនមានការប្រែប្រួលទេនឹងមិនមានការរើរុះនៃផែនការទេតែដល់ពេលវាមកអត់តាមយើងគិតទៅជាយើងរើរុះផែនការខ្ញុំឧទាហរណ៍រឿងមួយបងប្អូនចូលចាំថាហេតុអ្វីបានស្ត្រីពោពោះមានពេលវេលាកំណត់នៃការមានន័យថាមានបត់មិនព្រមមានជាប់គ្នារហូតទៅមិនចាំមានពេលសម្រាប់ពោះអ្នកខ្លះគាត់សម្រាប់ពោះ2ឆ្នាំអ្នកខ្លះអត់មានពេលសម្រាប់ពោះទេសម្រាប់បាន5 6ខែមានកទៀតបាត់ឆ្លងតលេហើយសម្រាប់ពោះបានតែ5 6ខែគាត់មានកទៀតបាត់អញ្ចឹងទៅមើលជីវភាពស្ត្រីនោះតើយ៉ាងម៉េចគាត់ធ្វើការពិបាកអាមួយមិនតន់រួចដៃផងអាមួយមកមួយទៀតហើយតោះនេះខ្ញុំដូចគ្នាប្រសិនបើវាដើរខុសផែនការដែលខ្ញុំរៀបប្លង់អញ្ចឹងធ្វើការងារខ្ញុំអាមួយធ្វើការមិនតន់ហើយផងអាមកអាមួយទៀតដែរហេតុអីបាទខ្ញុំនិយាយចឹងឧទាហរណ៍ថាផ្កាត្រេនខ្ញុំបាននៅចុងខែ10ដើម11វានឹងទៅរីកដើម12តោះនេះដើម12ត្រូវអត់តិចវវរាប់ខុសចុង10ចុង11ចុង12ផ្ការីកអូខេចុង12ផ្ការីកសំទោសណាមិនមែនដើម12ទេបើចុង10វាទៅរីកចុង12ដើម11វាទៅរីកដើម1ឃើញទេពេលដែលវារីកចុង12ឆ្ពោះទៅរកដើម1សួរថាខ្ញុំកំពុងជន់ជាមួយនឹងអ្វីជន់ជាមួយនឹងតាមយកផ្កាបើកវគ្គយកផ្កាប្លង់ផ្សេងហត់ទេគិតមើលទៅហត់តទៅពេលប្រសិនបើខ្ញុំបានជោគជ័យដើម10វានឹងរីកដើម12អត់ជន់ជាមួយខ្ញុំតាមយកផ្កាទេព្រោះផែនការខ្ញុំយកផ្កាវគ្គបន្ទាប់គឺចុង12បន្តមកទៀតសម័យសាក់មើលដើម11ក្តឹបក្រោម35ថ្ងៃនៅក្នុងខែណាពេលដែលយើងរៀបចំប្លង់ផែនការចការច្រើនដូចខ្ញុំត្រូវមានការរៀបចំប្លង់ផែនការរបៀបហ្នឹងអត់ឲ្យការងារជន់គ្នាទេតែកាលណាការងារជន់គ្នាវាធ្វើអីអត់បានប្រសើរទេអញ្ចឹងយើងសម័យដើម11ក្តឹបក្រោម35ថ្ងៃនៅក្នុងខែណានៅចំខែដែលយើងកធុងទឹកដើម្បីឲ្យចិញ្ចឹមផ្កាអាចចុង12ដើម1នេះអញ្ចឹងពេលហ្នឹងយើងត្រូវបង្រៀនកម្មករអាក្រុមដាក់ទឹកនឹងទៀតត្រូវញែកប្លង់នឹងទៀតទៅអូយសាំញ៉ាំច្រើនណាស់
ពីព្រោះការថែទាំតរ៉េនវាអត់អាចមួយសេតតាំងពីដើមទីដល់ចុងបញ្ចប់ទេកុំថាឡើយតែរឿងដាក់ជីកុំថាឡើយតែរឿងអីផ្សេងៗសំបីតែរឿងដាក់ទឹកក៏វាមានការប្រែប្រួលទៅតាមវត្តដាក់ផងវាដែរអញ្ចឹងយើងរៀបចំផែនការហ្នឹងឲ្យវាល្អអន់តែទីបញ្ចប់អត់ល្អអន់ទេពីព្រោះត្រូវបានទេវតាអត់ឯកភាពមួយយើងហើយយើងក៏គ្មានលទ្ធភាពពូកែជាងរងចាំទេវតាប្រជាពោដែរអូខេហ្នឹងរឿងមួយចាស់នៅសញ្ញងសរុបន័យមក10% បានការជោគជ័យហើយតែខ្ញុំអត់សប្បាយចិត្តទេពីព្រោះខ្ញុំចង់ឲ្យមកដើម10វាបែរទៅជាមកចុង10ដើម11ខុសពីអ្នកដទៃតែចុង10ប្រាថ្នាយកដើម10បោចដើម10នឹងបានការដើម10បានការប្រមូលផលមុនចូលឆ្នាំអីណាតម្លៃទៅពួកដល់ពេលអត់បានដល់ពេលបានចុង10អូអាហ្នឹងក៏បានដែរអូស្អីក៏បានចឹងទៅអាហ្នឹងអត់អីទេតាមគាត់ចោះតែសម្រាប់ខ្ញុំតែអត់គឺអត់អូខេតោះអញ្ចឹងអស់មកវេឯងហែកគេចការខ្លួនឯងមកវេឯងតោះដល់សញ្ញងខ្ញុំគិតថាមេរៀនរបស់ប្រសាទបងប្អូនល្អហ่ะសញ្ញងសំទោសមិនមែនសញ្ញងទេបកែវសញ្ញងនិយាយរួចហើយអូខេបកែវយើងប្រមូលផលអស់នៅអំឡុងពាក់កណ្ដាលខែ7យើងប្រមូលផលចាប់តាំងតែពីខែ3នៅបកែវរហូតទៅដល់ចុងខែ6បានយើងចាប់ដើមប្រមូលផលធំតាមការពិតត្រូវប្រមូលផលធំនៅក្នុងអំឡុងថ្ងៃទី18ខែ6ដល់ថ្ងៃទី5ខែ7គឺត្រូវតែប្រមូលធំឲ្យអស់តែទីបញ្ចប់ថ្ងៃទី18ខែ6អត់បានប្រមូលផលទេទាំងតរ៉េនយើងទុំលើដើមគេប្រមូលផលមួយគេអាងថាអាណាទុំរស់គេរើសដាក់ឡានយកទៅលក់លេងទៅគេបកទុកទូកកទៅគេរងចាំហាងឆេងល្អណាទៅដឹងផែនការអញ្ចឹង3ឆ្នាំគិតថានៅទូយ៉ាកំតន់យកអីអូខេដោយសារអីប្រមូលផលយូរឆ្នាំទៅខ្ញុំប្រមូលផលតាំងពីខែ3តែអាខែ3ដល់មុនចូលឆ្នាំដល់ខែ5អីហ្នឹងអត់ប្រមាថទេអាហ្នឹងយើងប្រមូលលុកខ្លួនឯងត្រឹកតិចណាគេហៅថាចន្លោះបន្តិចចឹងទៅជាប្រមូលលុកអត់អីទេតែអាបរិមាណដែលធំ80 90តោនដែលត្រូវប្រមូលផលក្នុងអំឡុងតែ15 10ថ្ងៃអស់ផែនការត្រូវប្រមូលផលអស់ផែនការដែលចាប់ប្រមូលផលធំថ្ងៃទី18ខែ6ដល់ថ្ងៃទី6ទី7អីយ៉ាងយូរខែ7ហ្នឹងអស់ហើយអញ្ចឹងមានថា5 10ថ្ងៃ20ថ្ងៃហ្នឹងត្រូវអស់80តោនហ្នឹងទីបញ្ចប់ដល់ថ្ងៃទី20ខែ6ប្រមូលផលចេញពីចការអត់បាន10% 20% នៅឡើយទេអត់បាន20% នៅឡើយទេទាំងយើងព្យាករយើងផលិតយើងដឹងគួរតែថ្ងៃទី20ខែ6ប្រមូលផលលើសពី30% នៅក្នុងចការថ្ងៃការប្រមូលផលហ្នឹងបន្តមកជាបន្ត5ដល់10ថ្ងៃ20ថ្ងៃហ្នឹងគឺអស់ពីចំការទីបញ្ចប់អត់ទេដល់ថ្ងៃទី20ខែ6ប្រមូលផលអត់បាន10មិនបាន20% នៅចំការនៅឡើយទេដល់ថ្ងៃទី10ខែ7ប្រមូលផលអត់បាន50% នៅចំការនៅឡើយទេទាំងតែថ្ងៃទី7ហ្នឹងវាអស់ពីចំការតែបែរទៅជាអត់បាន50% នៃចំការទេតតែមានហាងឆេងបន្តិចចាប់ដើមមកប្រមូលផលសរុបនៅក្នុងចុងសប្តាហ៍ទី2ខែ7ប្រមូលផល10ថ្ងៃជាងដល់ចុងខែ7ដូចជាដល់ដើមសប្តាហ៍ទី4អស់ខ្ញុំគ្រាន់តែឃើញដំណើរការប្រមូលផលរបៀបហ្នឹងខ្ញុំដឹងថាតរ៉េនឆ្នាំនេះឈឺទុកទីឲ្យស្រេចមុនហ្មងហេតុអីបានយើងដឹងទី1នៅលើដើមតរ៉េនគ្នាត្រូផ្លែយូរលើសកំណត់ពេកទី2ភ្លៀងបន្តអត់ឈប់ឈររាល់ថ្ងៃភ្លៀងសឹងតែមិនមានថ្ងៃខានទី3ក្នុងដើមនីមួយឡើងកាត់ផ្លែរំដោះច្រើនលើកច្រើនសារពេកឡើងពីដើមមួយចូលដើមមួយឡើងពីដើមមួយចូលដើមមួយម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតសាំញ៉ាំនៅទីហ្នឹងពីព្រោះអ្វីបានគេត្រូវឡើងគ្រប់ដើមដោយសារគេព្យាយាមសិលេចយកអាណាដែលរំពឹងថាត្រូវទៅមុនគេបំផុតទៅយកអាហ្នឹងមកដើមចការបានតែមកគ្របក៏មានដែរគេព្យាយាមត្រឹងពេលវេលាឲ្យនៅយូរតាមដាក់យូរទៅបាន
តែគេក៏មិនបន្ថយឲ្យមានការហានិភ័យនៃទុំរុះនៅលើដើមដែរអញ្ចឹងព្យាយាមឡើងសលេចតាមរកផ្លែណាដែលគិតថាវានឹងអាចរុះត្រូវកាត់អានឹងមុនគេនេះជាតិចនិចអ្នកប្រមូលផលចរេនតែយើងមិនថាគេធ្វើខុសទេពីព្រោះវាជាវិធីរស់នៅក្នុងមុខអាជីវកម្មតែយើងដឹងហើយស្រេចវិធីនេះយើងនឹងជួបឧបសគ្គយើងម្ចាស់ចការយើងនឹងជួបឧបសគ្គគេព្យាយាមកាត់រំដោះយកអាណាដែលគិតថាវានឹងទុំរុះមុនគេមួយអាផ្សេងដែលអាចមានពេលទុកយូរបានបណ្ដោយទុកយូរតទៅមុខទៀតរងចាំហាងឆេងល្អទាំងប្រសិនបើហាងឆេងល្អខណៈពេលហ្នឹងម្លេះមកព្រុតចាប់ពីថ្ងៃទី20ខែ6យ៉ាងយូរដល់ថ្ងៃទី7ខែ1ខែ7នឹងអស់ហើយតែនេះមិនមែនអញ្ចឹងទេអង្គុយឆ្មក់ចាំហាងឆេងដើមត្រេនក៏ត្រូលផ្លែច្រើនលើដើមភ្លៀងក៏មករថ្ងៃរីឯមនុស្សឡើងទៅឡើងមករថ្ងៃលើដើមពេលដែលមនុស្សឡើងលើដើមមួយទៅរកដើមមួយទី1បង្កើនទម្ងន់នៃការប៉ះទង្គិចរវាងផ្លែនិងផ្លែទី2កើនទម្ងន់យកបក់បោកនៃមេឃនីមួយទី3គល់រង្គើរពេលពីព្រោះពេលដែលភ្លៀងច្រើនដីវាសើមទម្ងន់នឹងឡើងមួយអ្នកយកចុងដើមនោះធ្វើឲ្យរង្គើដល់គល់ដើមបាក់កម្លាំងដោយសារខ្វះពន្លឺផងដើមបាក់កម្លាំងដោយសារទឹកជោកជាប់នៅក្នុងដីផងដើមបាក់កម្លាំងដោយសារផ្លែនៅលើដើមច្រើនផងថែមទាំងបង្កើនសមត្ថភាពនៃការប៉ះទង្គិចទៀតដោយមនុស្សឡើងទៅប្រមូលផលរ៉ាំរ៉ៃប្រើពេលយូរឡើងចុះបន្តមកទៀតដើមដែលមានជំងឺតែមួយអាចនឹងឆ្លងពេញចំការកថាបានពីព្រោះរំនឹងឡើងទៅលើដើមដែលឈឺចុះពីលើដើមហ្នឹងឡើងទៅលើដើមផ្សេងប្រកាសជានាំជំងឺទៅដើមផ្សេងដែរហើយបន្តមកទៀតរាល់ការកាត់ម្ដងតិចការដឹកជញ្ជូនមិនប្រើគ្រឿងចាក់ដឹកជញ្ជូនធុនធ្ងន់ដឹកម្ដងច្រើនទេប្រើម៉ូតូដឹកម្ដងមកកត្រកអញ្ចឹងសួរថាឧទាហរណ៍ថាចរេនមាន50តោនបើដឹកម្ដង100គីឡូហើយនឹងដឹកម្ដង1តោនគួរតែមួយណាមានផលប៉ះពាល់ទៅលើផ្ទៃដីក្នុងចំការយើងខ្លាំងជាងមួយណាបើគាត់ជាដឹកច្រើនដងនឹងហើយវាប៉ះពាល់ខ្លាំងហេតុអីបានគាត់ដឹកច្រើនដងដោយសារគាត់កាត់ម្ដងតិចគាត់មិនចាំបាច់យកគ្រឿងចាក់ធំទៅដឹកម្ដងច្រើនទេក្នុងមួយដងហ្នឹងអញ្ចឹងដីនឹងវល់ដូចកន្លែងចាក់ត្រីអញ្ចឹងគាត់ឆ្វែលពេញចំការតរេតា10ផ្លែអីហ្នឹងគាត់ឆ្វែលដូរពេញផ្លូវនេះជាអ្វីដែលយើងមើលឃើញហើយនេះក៏ជាមេរៀនមួយសម្រាប់បងប្អូនម្ចាស់ចការត្រូវមានត្រៀមលក្ខណៈដែរអញ្ចឹងពេលដែលកាលណាពញាពេលនៃការប្រមូលផលពញាពេលនៃការបេះយឺតពេកអីចឹងទៅប៉ះពាល់ច្រើនប៉ះពាល់ដល់ដើមតរេនប៉ះពាល់ដល់ដីទៀតដើមតរេនដោយសារអីដោយសារមនុស្សឡើងទៅចុះឡើងចុះឡើងគោះចុះគោះឡើងតែឡើងទៅវាអង្គើវាមិនដែលអត់អង្គើទេដើមតរេនបន្តទៅពេលដែលគាត់ដឹកលាវចេញពីចការគាត់ឆ្វែលមកនឹងជាមួយថ្ងៃប្រហែលជើងទេព្រោះអីក្នុងមួយជើងគាត់ដឹកបានតិចគាត់ឆ្វែលសន្លិចយកអាណាដែលហានិភ័យខ្ពស់ជាងគេយកចេញពីចំការឃើញទេនឹងសិទ្ធិផលប៉ះពាល់ដែរអូខេត្រង់នឹងចង់នៃការប្រមូលផលប៉ុន្តែសួរថាយើងមកទោសគាត់ទេអត់ទេពីព្រោះវាជាវិធីរស់ផលអ្នកប្រកបអាជីវកម្មតែវិធីរស់ផលអ្នកប្រកបអាជីវកម្មខ្លះធ្វើបាបយើងម្ចាស់ចការឲ្យហ៊ានទៅភ្នែកដែរអញ្ចឹងបងប្អូនត្រូវប្រយ័ត្នអូខេនឹងរឿងមួយខ្ញុំមិនមានពេលជួសជុលចំការទេចាប់តាំងពីខែប្រមូលផលឲ្យអស់ភ្លៀងមិនដែលស្រាកស្រានយើងបានដឹកកម្មករមកធ្វើការនៅសយ៉ងក្នុងចុងខែ7ដើមខែ8បាន4 5 6ថ្ងៃហ្នឹងហើយក៏ភ្លៀងទៀតទៅចុងខែ9យើងក៏ធ្វើបាន4 5ថ្ងៃទៀតទៅក៏ភ្លៀងទៀតទៅចុងខែ10យើងក៏ធ្វើបានរៀងច្រើនរហូតដល់បច្ចុប្បន្នហ្នឹងជួសជុលតាំងពីចុងខែ10និយាយឲ្យខ្លីទៀតទៅយើងព្យាយាមជួសជុលវាព្យាបាលវាចាប់តាំងតែពីចុងខែ7ប៉ុន្តែវាអត់បានច្រើនជាប់ជួនទេអ្វីយើងធ្វើបានរៀងច្រើនជាប់ជួនគឺចុងខែ9ដើមខែ10ហ្នឹងមិនបន្តិចទៅបន្ទាប់មកចុងខែ10ហ្នឹងយើងធ្វើបានច្រើនព្យាបាលវាគ្រប់សពបែបយ៉ាងទីបញ្ចប់វាជួបខ្យល់ព្យុះមកទៀតថ្ងៃទី6
ខែ11ត្រូវហ៎ត្រូវហ៎មួយថ្ងៃមុនហ្នឹងបាក់មេឃពីការមួយមេឃ100ជាងដើមអាដួលដេកទៅដីមូបាក់កំពូលលើជិត20ដើមអាស្លឹកត្រឡប់កាប់ផ្កា 80% នៃចំនួនដើមសរុបព្រឹកមិញទៅចកាឃើញតែមេឃទេអាណាដែលស្លឹកត្រឡប់ហ្នឹងវារួមមកដីអស់ហើយស្លឹកហ្នឹងឈឺទៅបានរើបពេលដែលខ្យល់ពីតអង្គើគល់វាទៀតដូចអត់បានជាបាអញ្ចឹងសរុបនៅបកៅឆ្នាំនេះចំនួនដើមដែលយើងឈឺសរុបបើគិតជាមធ្យមភាគរយគិតជាភាគរយនៃចំនួនដើមសរុបយើងមានទៅដល់ 30% នៃចំនួនដើមសរុបចរេនៅបកៅយើងមាន800ដើមអញ្ចឹងយើងឈឺទៅដល់ 30% ហើយ130ដើមហើយមាននៅក្នុង100ដើមមានឈឺ30ដើមហើយអញ្ចឹងនៅទីនេះមេរៀនសម្រាប់បងប្អូននៅត្រង់ណាខ្ញុំបរិយាយមកហ្នឹងសុទ្ធសឹងជាមានមួយកលៈជាមេរៀនសម្រាប់បងប្អូនអាចយកទៅគិតត្រៃត្រង់ហើយនឹងរកវិធីកែបញ្ហាខ្លួនឯងនៅថ្ងៃមុខអូខេអញ្ចឹងជម្រាបជូនប៉ុណ្ណឹងជំងឺបច្ចុប្បន្ននៅបកៅយើងមានដល់ 30% នៃចំនួនដើមសរុបហើយវានឹងអាចរៀលតទៅមុខទៀតប្រសិនបើអត់មានពេលវេលាធ្វើការនឹងវាគ្រប់គ្រាន់អាចនឹងមានការឱកាសក្នុងការរៀលទៅមុខទៀតនៅតែមានខ្ពស់តែរាល់ថ្ងៃយើងកំពុងតែមានពេលវេលាធ្វើការ 4-10 ថ្ងៃចុងក្រោយនេះមានពលឺស័កសមដូចមានពលឺទៅបានប្រហែលថ្ងៃនេះផងមិនមែន 4-10 ថ្ងៃនេះទេអត់បាន10ថ្ងៃស្រួលទេដូចទៅបានតែ3ថ្ងៃ4ថ្ងៃនេះទេដែលមានពេលវេលាធ្វើការបានគ្រាន់បើអាមុនពីបន្ទាប់ពីខ្យល់ហើយក៏នៅតែមានភ្លៀងជាបន្តធ្វើការមិនដិតដៃមិនដិតជើងទេមិនដល់ថ្នាក់កម្មករបាញ់តាមជំងឺបាញ់អត់កើតទៅកាត់ស្មៅទាំងអាស្មៅមិនទៅការកាត់វាអត់ដឹងធ្វើអីវាធ្វើតែអញ្ចឹងក្នុងខែ11នេះនៅបកៅគឺជាយើងប្រកាសថាជាខែជួសជុលដើមចរេនកំពុងតែស្វិតដៃស្វិតជើងស្វាស្វែងមែនទេណាជួសជុលបានគ្រាន់បើមិនលើថ្ងៃទី6ខែ11ហ្នឹងខ្យល់មកសាហាវទៀតក្រោយតែពីទឹកលិចខ្យល់មកទៀតអូខេតែយ៉ាងណាមិញក៏យើងនៅតែបន្តការជួសជុលវាយ៉ាងខ្ញុំជឿថាបងប្អូនចង់ដឹងថាឈឺនឹងស្អីគេអាការៈរបៀបម៉េចខ្ញុំមិនសុំនិយាយឈ្មោះជំងឺទេនិយាយឈ្មោះជំងឺពិបាកគេសួរថាមើលមិនដឹងយកអីទៅពិនិត្យបានដឹងតែឈ្មោះជំងឺមួយហ្នឹងដូចជាមនុស្សយើងអញ្ចឹងកាលណាយើងថាគ្រុនចាញ់មុននឹងឆ្លើយថាគ្រុនចាញ់យើងមិនអាចនិយាយមាត់ថាវាជាម៉ាឡារីគ្រុនចាញ់បានទេតតែឆ្លងកាត់យកទៅចូលឡាបូសិនយកឈាមចូលឡាបូបានចេញមកបានវាខ្លាយទៅជាម៉ាឡារីណាវាយវ៉ាក់ឬក៏ផ្លាស៊ីប៉ារ៉ូមអញ្ចឹងតរ៉េនយើងអត់ដែលបានយកទៅចូលឡាបូឆែកមើលមេរោគហ្នឹងមិនហ៊ានឆ្លើយច្បាស់អត់ហ៊ានទេតែសុំហៅឈ្មោះជំងឺតាមអាការៈដែលកើតទៅចោះរលួយរឹសរលួយគល់ដំបៅដើមដំបៅមេឃដំបៅស្លឹកនេះអាការៈដែលកំពុងកើតបច្ចុប្បន្នរីឯអ្នកខ្លះចង់ស្គាល់ឈ្មោះថាជាឈ្មោះជំងឺអីមិនហ៊ានឆ្លើយទេខ្លាចលោតែឆ្លើយទៅវាខុសតែប្រសិនបើឆ្លើយតាមទម្លាប់អ្នកម្ចាស់ចការតរេនតែតែយើងហៅតគ្នា fight top ហៅថា top ហ្វូសារៀមអីចឹងទៅតែខ្ញុំសុំមិនហៅទេខ្ញុំហៅថាដំបៅដើមដំបៅមេឃអីចឹងទៅរលួយគល់រលួយរឹសអីចឹងទៅទាំងប្រកាសជាមានមេរោគ Phytophthora ទាំងប្រកាសជាមាន Fusarium ទាំងអាចជាមានភិធាមស្ករធាមអីទាំងឡាយទៅពងច្រើនបើចង់ឲ្យហៅឈ្មោះតយកសំណាក់ចូលឡាបូសិនទៅចឹងខ្ញុំអត់ហ៊ានហៅទេខ្ញុំខ្លាចលោហៅវាខុសតែយើងអាចហៅតាមទម្លាប់យើងគឺរលួយរឹសរលួយគល់ដំបៅដើមអ្នកខ្លះក៏គាត់ហៅថា fight top អូខេ fight top ក៏ fight top ទៅឲ្យតែយើងសន្មតថាហៅតាមទម្លាប់កុំសន្មតថាហៅតាមឈ្មោះមេរោគយើងមិនដឹងឈ្មោះមេរោគយើងចូលឡាបូហ៎បានហៅឈ្មោះមេរោគត្រូវអូខេ
chẳng rồi ngày ní dương chặt ca thì là cá chia ba việc cá đồ lơ mấy chút cắt chào ao ta khơi nằm bao phục hia pru mau năng hái do ai con nó khơi có hôm ai na mau là lui ai năng hái mấy túi cắt mấy nắng đặt tranh cao trồng cà liệp nam biệt tử mấy thông bữa nào cái lại na đây cứ tha mấy bị thông mến còn đây bị nào cái lại na đây ti băng ti mình chăm bách trong miếng cắt lại từng thông nâng tiền chừng ngư mới đi cứ mình ta cắt nâng chia ta phân năng này tại đời hai thá miền mê khla dương bằngความchất trong chia ba vì ọt ai sầm lại chất cắt ban đi rồi sau bây giờ sầm lại chất cắt đại gia thì vừa ơi đào nắng việc bắt xong mà tối nay rút riêng vía đào màu này chẳng về khai tha rồi sau bây giờ cắt vía còn nó ta on đào vía nó ta tút trôm đào chẳng bằng ความ chất sọ sầm bọ tròn na để khôi trao chia diêm chu chul vía làm bài mình nó tung om ở khai chỉ rút riêng mình xong mà to này cà rùa trâu chương tròn lăng lơ lên sân tay chẳng có những sự chân từ cắt thì xe bằng phọt ai câu châu chu châu từng lai từng buông nâng theo tại bàn phơi chỉ phải chạm tay chậm nách đây bảo ba phiên ro thay nhưng thôi chẳng mạch vì thứ ở cao tiết pe đẹp phiên ro thay pe đẹp phiên ro thay thứ ở cao tiết tại bờ rén như làm hơi bàn cắt bia chu bia châu bia ấy từng từ hay liệp nam bia từ mấy na để dân mình chăm bạch tốc ở miến dân còn cắt với cho đứa còn mấy na về cắt mới tôi trôm cắt nó khăng bên trên si ót sầm bọ cho trong vinh hay còn cắt với đặt do ta trao kèo chả ca từ thấy clip nam từ đôi miên tập năng thì thấy dân nó mà to tam nan từ chân nam đây ốp sạ sạ đạp nhom đâu chỉ cả bỏ cáo thôn thô chiếng bà thiếp chỉ mới đứng sờ gió đứng bỏ cáo thôn chiếng bỏ cáo thôn chiếng dân không mùi khai đọc mùi ní cứ trong kê tam dọc cá trong tam chuột chô đam trở lên trong tại dạng nam anh nó tròn này tôi bay chiếc nhom kết ruột hai thì mũi dân kết tăng tại Việt Nam thật nam nế dơ nó dọc cá khai đọc pi từ không khai đọc muối trong 100 bạch tam dọc cá đôi bọc môn mùi chùm luôn còn bông tam dọc tê trong phạt ca trong dọc ca khai đọc pi khai muôi và tao mà tiết đòi hai tha rùm xóm phóng vẽ con cho môi nâng ca pi và một phòn hơi dương ấp miên pê liệt thượng đất đo cho môi đam trở tê đam trở dương lúc lo hạt bàn pinh tầm hưng tê khai và một phòn hơi à ca giết khnia ấp ẩm nói phòn oi khnia lúc lo bàn pinh linh tê nhấn trong có bẩn dìa pê dọc cá túc pê và lia tì muối luôn dớ ban từ chua đam trở phóng tí pi đam trên miền tây liệt copron từ lũ lọt sầm ráp bồng pinh tầm rau cá chỉ vứt vào trăm hai con khuôn con phong này đam trên nòng chắc chụp kích đó riêng này chẳng có biên chân tầng chẳng sọc nào miền tập phần nắng và to mà tiết vẽ con chỉ muốn được tham xe ba rót ngày giờ miền nam xe ba từ lớn từ đây rót ngày nó chỉ cả nhóm dương cha chị bày một số bài prá rồi có free vé bay flow để dựng áo thì muối inject thì muối cứ chặt chỗ đám thì pí cứ dựng bánh cào nóng đầy thì bay cứ dựng chốt cọc chúc chốt cọc liệp rót ngay dựng mình phương bay này vì cho nên muốn dựng phương nhẹ chỉ buồn muối dựng inject mình để chặt chỗ đám pi bánh cào không bấy sau tàu đấy buôn liệp một là bùa mình đây tha cọc nè cọc vía chột vía rồi có vì chúc sờ bọ đang cháo liệp vía nhưng mình buôn nằng ta là cơ dương chân này ở trong trái bác coi đôi chơi với pẹt đón camera dương có chân này nhé à bánh nó cứ bánh đấy bánh đám bánh cào bánh nông ruộng đi tầm muối nâng tầm đòn pi pro học vậy được trong lực làm Việt Nam chẳng ti muối mà nút miên cầm nọt trong cá thịt cá ti pi pe về liệt lấy ti bay ca nghe trơn chẳng trâu tiêm ti ở dân miên phép này và đất
ពេលវេលាខ្លីតែមែនទេក្នុងការធ្វើការអញ្ចឹងខ្ញុំត្រូវឆ្នៃរូបមន្តឆ្នាំហ្នឹងពាក្យថាបាញ់គឺបាញ់ទាំងដីទាំងដើមទាំងមេឃទាំងស្លឹកទាំងក្រាបទាំងក្នុងហ្នឹងតែម្ដងក្នុងពេលតែមួយអញ្ចឹងយើងត្រូវមិចបញ្ចូលសារធាតុណាឲ្យស៊ីចង្វាក់គ្នាកាត់បន្ថយផលអវិជ្ជមានផលថមថយប្រសិទ្ធភាពឲ្យបានខ្ពស់តាមដៃខ្ពស់តបានអញ្ចឹងត្រូវឆ្នៃត្រូវគិតត្រូវសេរីត្រូវសរងច្រើនណាបានចេញទៅជារូបមន្តតែមួយមកបាញ់ទាំងដីបាញ់ទាំងដើមបាញ់ទាំងស្លឹកបាញ់ទាំងមេឃបាញ់ទាំងក្រៅបាញ់ទាំងក្នុងរូបមន្តតែមួយបាញ់តែម្ដងនឹងតែម្ដងបើឆ្នាំតែមិនយើងញែកបាញ់ដីឆ្នាំផ្សេងបាញ់លើបាញ់ក្រៅក្នុងឆ្នាំផ្សេងអីចឹងទៅយើងញែកតែឆ្នាំនេះអត់មានពេលឲ្យយើងញែកបាញ់របៀបនឹងបានទេបខំចិត្តឲ្យយើងឆ្នៃប្រឌិតតាមសភាពការជាក់ស្ដែងអញ្ចឹងរាល់ថ្ងៃយើងទៅសល់រូបមន្ត3ដែលយើងទៅធ្វើទី1 inject ចាក់ចូលដើមទី2បាញ់ក្រៅក្នុងនឹងដីទី3លាបមុខរបួសមុននឹងលាបគឺយើងត្រូវមានកោសឈូសវាឆ្វៀលវាហើយបានយើងលាបទៅតាមសភាពនៃទំហំនៃការខូចខាតដោយអំណាចពពុះផ្សិតវាទៅបំផ្លាញហ្នឹងសូមសួររឿងចាទីបន្តិចខ្ញុំជំរុះបាន1ខែហើយវាអត់ចេញត្រួយក្រៀមមុខមានវិធីដោះស្រាយមានតែអត់អីទេបាញ់ថ្នាំជំងឺមួយជើងពីរជើងទៅហើយសឹមបន្តបាញ់ជីណាដែលមានអិនខ្ពស់ពេលដែលវារុះអស់ហើយបាញ់ជីណាដែលមានអិនខ្ពស់បូកមួយស្រ័យសមុទ្រទៅវានឹងមកហើយតែមុននឹងនេះទៅបាញ់ថ្នាំជំងឺមួយជើងឬក៏ពីរជើងសិនដូចជាតែប៉ុណ្្នឹងទេដូចមិនមានអីច្រើនទេអាហ្នឹងអូខេអញ្ចឹងថ្នាំចាក់ចូលដើមថ្នាំអីខ្ញុំជឿថាបងប្អូនតរ៉េនមួយចំនួនគាត់ដឹងហើយដូចជាយើងប្រើភីតាប់បូកជាមួយកែនខេទៅកូចូលគ្នាទៅយើងកិនអង្គអាតូមិកអីហ្នឹងកូចូលទៅយើងបូមដាក់ចូលសារ៉ាងទៅក្នុងមួយដើម7 8ឆ្នាំដូចផងខ្ញុំនៅបកកែវហ្នឹងគឺយើងប្រើភីតាប់ហ្នឹង 20cc ទៅ 40cc ទៅវាអាស្រ័យទៅលើតែយើងបូមប្រមាណសារ៉ាងជួនកាលបើយើងបូមលើសពី4សារ៉ាងគួរតែយើងដាក់តែ 20cc ទៅដើម្បីឲ្យបូមក្រោម4សារ៉ាងចាក់ម្ដងទៅចាំ4 10ថ្ងៃទៀតយើងចាក់បន្ថែមទៀតទៅអញ្ចឹងក្នុងមួយដើមយើងប្រើភីតាប់នោះ 20cc ទៅបូកជាមួយនឹង Gen K នោះ 20cc ដែរទៅបូកជាមួយនឹងទឹកសុទ្ធយើងហ្នឹង 40cc អញ្ចឹងទៅតែកាលពីខ្ញុំចាក់វាភ្លៀងយើងដាក់តែទឹក10 20cc ទេមានថ្នាំមួយមាន Gen ភីតាប់20 Gen K 20ទឹក20កូចូលគ្នាទៅអង្គអាតូមិកមួយគ្រាប់កូចូលគ្នាទៅយើងបាន 60cc មែនទេកូចូលគ្នាទៅយើងបូមមួយសារ៉ាង 25cc យើងបាន2សារ៉ាងឬ3សារ៉ាងអញ្ចឹងយើងទៅចាក់មួយដើមហ្នឹងទៅចាក់មួយដើមតរ៉េហ្នឹងទៅអាហ្នឹងរូបមន្តងាយស្រួលឬក៏យើងប្រើ phosphoric acid ណាយើងដាក់វាមក phosphoric acid 1 លីត្រទៅបូកជាមួយនឹងទឹកយើងនឹង3លីត្រទៅកូរវាឲ្យសព្វទៅបូមមួយសារ៉ាង 25cc ទៅបូម4សារ៉ាងទៅយើងទៅចាក់មួយដើមទៅហើយយើងធ្វើរៀបហ្នឹងសន្មត់ធ្វើ3ដងមួយខែម្ដងនៅចការខ្ញុំម្សិលមួយថ្ងៃនេះម្សិលមិញនេះគឺយើងចាក់ចប់លើកទី2ហើយមានន័យកាលពីដើមខែ10ដូចនិយាយចឹងកាលពីចុង9ដើម10នោះវារាំងមកលើយើងចាក់ឆ្នាំបានលើកទី1ដល់ពេលឥឡូវមកដើម11នេះទៅមិនចាក់ហើយសិលមិញសិលមួយថ្ងៃហ្នឹងទេចាក់លើកទី2ហើយអញ្ចឹងផែនការយើងត្រូវចាក់លើកទី3អញ្ចឹងបើចាក់លើកទី3ចាក់ម្ដងទៀតហ្នឹងគឺពេលថ្ងៃដែលចេញផ្កាហ្នឹងតែម្ដងហើយចាក់លើកទី3អញ្ចឹងគេទូទៅយើងធ្វើ3ដងរបៀបហ្នឹងមួយខែចាក់ម្ដងខ្ញុំចាក់បានលើកទី2ហើយអូខេអាហ្នឹងចាក់ខ្ញុំជឿថាបងប្អូនស្ដាប់តនហើយមិនអត់ទេបន្តមកទៀតបាញ់ដីបាញ់ដើមបាញ់មេឃក្នុងមេឃក្រៅស្លឹកមានន័យថាបាញ់ក្នុងបាញ់ក្រៅបូកនឹងបាញ់ដីមានន័យថាតាំងតាពីគល់ដល់លើឲ្យសើមសពឲ្យសើមទាំងដីមកបរិវេណដែលមានឫសដល់ចុងចាប់ស្លឹកហ្នឹងអញ្ចឹងអាបាញ់ហ្នឹងយើងបាញ់របៀបហ្នឹងឲ្យសើមសពដូចយើងប្រើមាន2រូបមន្តឆ្លាស់គ្នាទៅក្នុងហ្នឹងយើងបាញ់3ដងដូចគ្នាប៉ុន្តែ10ថ្ងៃម្ដងឥឡូវយើងក្នុងមួយជុលមានន័យក្នុងចាក់មួយជុលត្រូវបាញ់3ដង10ថ្ងៃម្ដងអញ្ចឹងកាលបើយើងចាក់ពីដើមខែ10
យើងចាក់ហើយយើងបាញ់3 ដងរួចហើយតោះណាបន្តទៀតយើងដល់ដើម11នេះយើងចាក់មកចូលទៀតមិនមែនមកចូលហ្នឹងមានតែមួយសារ៉ាងទេមកចូលចាក់ម្ដងនេះវា3សារ៉ាងឬ4សារ៉ាងក្នុងមួយដើមហ្នឹងចាក់ហើយយើងបាញ់3 ដងទៀតអញ្ចឹងឥឡូវចាប់ដើមចាក់រួចហើយស្អែកហ្នឹងប្រហែលជាយើងបាញ់លើកទី1បន្តមកលើកទី2លើកទី3អញ្ចឹងទៅរួមដល់ដាច់ខែហ្នឹងទៅ10ថ្ងៃម្ដង10ថ្ងៃម្ដងវាពេញមួយខែហ្នឹងដាច់ខែហ្នឹងហើយអញ្ចឹងឆ្នាំដែលយើងបាញ់ទៅដីបាញ់ទៅដើមបាញ់ក្រៅបាញ់ក្នុងហ្នឹងយើងប្រើរាល់ថ្ងៃខ្ញុំប្រើណាប្រូផាកាបប្រូផាម៉ូកាប4 លីត្របូកជាមួយនឹង perfect 4 គីឡូធន់ទេច្រើនណាស់ឃើញទេ4 គីឡូបន្តមកទៀតបូកជាមួយនឹង Gen K 4 លីត្រខ្ញុំយកតួលេខ44ទាំងអស់ទឹក 1000 លីត្រដោយហេតុថាអង្ការពីខែមុននឹងវាភ្លៀងតែដល់ទៅពេលលើកនេះអត់ធ្វើអញ្ចឹងទេអញ្ចឹងខ្ញុំយកតួលេខ44ក្នុងទឹក 1000 លីត្រ Pro Pamuka 4 Perfect 4 Gen K 4 លីទឹក 1000 លីត្របាញ់ក្នុងបាញ់ក្រៅបាញ់ដីហើយដូចជាមួយដើមប្រហែលជាអស់ទឹក22ទៅ28 លីត្រអញ្ចឹង 1000 លីត្រទឹកយើងបានចន្លោះ40 50ដើមធំបានតែ30អីចឹងទៅតើអាហ្នឹងយើងបាញ់របៀបហ្នឹងលើកទី1តែក្នុងខែ11នេះយើងផែនការបាញ់យើងដាក់14ទេអញ្ចឹងយើងកាត់បន្ថយនៅសល់ 50% ហេតុអីបានយើងបាញ់បែរពីខែមុនដាក់4ដោយសារយើងភ្លៀងវាច្រើនតែខែនេះវាស្បើយភ្លៀងអញ្ចឹងយើងសល់តែ2មានន័យថា Propamoka 2 Perfect 2 លីត្រ2 គីឡូមានន័យថា Propamoka វាជាលីត្រដាក់វា2 លីត្រ Perfect វាជាម្សៅដាក់វា2 គីឡូ Gen K វាជាទឹកយើងដាក់2 លីត្រទឹក 1000 លីត្របាញ់ដូចគ្នាអញ្ចឹងឲ្យ30ជោគអញ្ចឹងទៅប៉ុន្តែខែប្រាំងចេះរាំងចេះភ្លៀងតិចចេះយើងក៏ប្រើទឹកដែលយើងលបាយលាយថ្នាំគ្រប់គ្រាន់ហ្នឹងក៏ប្រើច្រើនជាងការភ្លៀងដែរការភ្លៀងយើងបាញ់ប្រហែលជា22ទៅ28 លីត្រសពហើយដោយសារវាមានបរិមាណភ្លៀងសើនស្រាប់ហើយតែដល់ពេលស្ងួតយើងត្រូវបាញ់ច្រើនជាងហ្នឹងហើយមានតែទឹកហ្នឹងច្រើនជាងហ្នឹងហើយអាចនឹងឈានដល់30 32 លីត្រអីហើយតាមមើលតែដឹងតែច្រើនជាងហើយច្រើនជាង22 23 លីត្រហើយតោះនេះណាអញ្ចឹងអាហ្នឹងរូបមន្តទី1រីឯរូបមន្តទី2វាមានបាញ់3ដងហ្នឹងមានរូបមន្តខុសគ្នា2ហ្នឹងឆ្លាស់ទៅឆ្លាស់មករូបមន្តទី2គឺយើងប្រើ Follow 4 គីឡូមក Gen K 4 លីត្រមក Pyra នោះ2 លីត្រទៅឃើញទេ Pyra Closobin ណា Pyrabin ណាអញ្ចឹងយើងបាញ់របៀបនឹងដូចគ្នាទៅរូបមន្ត2ហ្នឹងយើងឆ្លាស់ទៅឆ្លាស់មកទៅតែរូបមន្តដែលខ្ញុំនិយាយមិញ Follow 4កាលហ្នឹងវាភ្លៀងខ្ញុំប្រើនៅក្នុងដើមខែ10ហ្នឹងនៅភ្លៀងច្រើនឡើយទេដល់ពេលឥឡូវដើមខែ11វាភ្លៀងតិចបើយើងដាក់ 50% តែមិនទាន់បាញ់នៅឡើយទេក្នុងដើមខែ11នេះទឹមតែចាក់ហើយម្សិលមិញទេតែពុតត្រូវចាក់ហើយយូរហើយប៉ុន្តែវាភ្លៀងអត់ឈប់នៅបកែនឹងអត់ដឹងអាម៉េចវាភ្លៀងនេះភ្លៀងទឹមរាំងមកប្រហែលថ្ងៃនេះគឺយើងបានចាក់ហើយព្រោះអីចាក់វាទាមទារពេលវេលាយូរចំនួនដើមត្រេនយើងច្រើនណាចឹងក្នុងមួយដើមហើយសារ៉ាងយើងនឹងមានតិចសារ៉ាងខ្ញុំដែលមានបច្ចុប្បន្នសម្រាប់ចាក់បានតែ50ដើមអីទេអស់សារ៉ាងហ្នឹងហើយអញ្ចឹងមានន័យថាយើងចាក់គ្រប់50ដើមអង្គុយចាំសិនតម្រាំតែវាអស់វាអីចឹងទៅបានយើងដកសារ៉ាងទៅចាក់ដើមផ្សេងទៀតអញ្ចឹងវាយឺតយ៉ាវអញ្ចឹងហើយភ្លៀងហ្នឹងក៏វាអត់ឈប់ឈរទៀតអញ្ចឹងស្អែកនេះគឺជាថ្ងៃដែលយើងត្រូវបាញ់5ជំងឺដូចខ្ញុំលើកឡើងមិញណា Propamoka Perfect Gen K បន្តមក10ថ្ងៃទៅមុខទៀតបានយើងបាញ់ Follow Gen K Pyra ឃើញទេហើយប៉ុណ្ណឹងគ្រប់ផែនការត្រូវធ្វើចាក់ម្ដងបាញ់ក្នុងក្រៅបាញ់ដី3ដងបន្តមកទៀតលាបមុខរមាស់ក៏3ដងដែរយកយើងលាបមុខរមាស់រួចកាលពីថ្ងៃទីដូចជាថ្ងៃទីនេះលាបរួចមុនថ្ងៃទី6ខ្យល់ព្យុះម្ដងហ្នឹង
dương liệp dương đọc liêng với hơi sẽ chốt câu na bây giờ lui khăn cả chốt với trao mong tao sẽ bỏ lui năng na đây bây giờ lui khăn mấy mà đây bị thông bế dương trong đại sang mấy đang túc còn dương chốt vì chẳng mau vì lời cho khảo chẳng mau có sẽ bỏ chốt hay liệp hay tham liệp ọt miền đây bạn thế liệp tham liệp dương miền bay liệp mà đó ban mà rục muôn tí muối liệp lên tí muối rục muôn lên tí pi liệp lên tí pi ọt liệp rục muôn đỏ đài thế rục muôn tí muối dương liệp dương ban liệp rồi hai cứ dương pra phù lu pi rồi gram tức mà lít bột nâng refor pi rồi cc cầu bía do chuột từ liệp bía rồi cái dương do đập bánh ca thùng sẽ bánh ca tức mà lít pi lít nắng á sẽ bánh chip nắng do tham đã chỗ cả lọc với tập bánh các bạn này thì lô dương passport to chẩn luận rồi ngày bị đại dương nắng vì mình vẽ sòng đây mình vẽ it chân dương do nó tập bánh bia ta các bạn này tay của dương thầu miền trà mùi rồi có miền chuột mùi sẽ đập về để dương bánh tới chúng ta viên mình ai cùng đọc có dương do nó phát đi thay em chân tay làm bây giờ việc sam shop chân tay anh nó được muốn tìm mùi anh nó dương mang liệp đôi hơi tìm mùi nè không khai thay nè và tóm tiếp cào bao dương liệp lên thì pi do khop tri đang màu khop tri á được vào môn từ ro na các bạn này đôi mình click hẹp vào môn ta sẽ đặt tới từ do tập là hoàng cô kín đôi lòng ní khi lô ta ọt trong gió khi lô mẹ sinh bàn ọt ok full lu cứ force it là lên mình nhôm reforce cứ chloride reforce chẳng chụp điệp chun chẳng tay anh đang thiết sẽ cam phần vía nè full lu cứ chua trademark chua lụa chua phần này cam reforce chua phần này cam thì ai thiết sẽ cam vía miền full lu cứ force it là lên mình nhôm reforce cứ chloride reforce ok và tóm tiếp lúc của multipi liệp năng được kia cao bị liệp được muối và per thái đọt hai năng tại bảo thầu liêng với sầm ad ok muốn đừng liệp lên tipi tàu liêng cứ dương do tức liêng các bạn này do gen khê nâng môi to là môi tức dương tới chỉ lụa nâng cả nát tới do đọc bia tới đọc hạt nam là dương liệp môn hai nâng đọc với tranh màu hai dương liệp được môn xa khỏi nâng cứ dương pra cop tri pi đôi gram bô chloride reforce rồi có reforce năng pi đôi cc tức mà lít tới do ta liệp lên tipi nâng tới copper cứ copper bảo vốn ai ro copper bôi na cả bạn này ro thay là tiếp xá đôi chỉ miền lụa tràm bị copper rằng copper hydroxide copper oxychloride copper oxide copper sulfate môi na cả bạn này không chỉ nắm copper từng buôn năng tình vô máu đặc biệt pi đôi gram tới không tức mà lít năng hay reforce nó cứ chloride reforce năng do mà cô bị tới đặc pi đôi cc mà cô ấy liệp bị tới to tập từ liệp lực thì bay lúc một xây mới tiết nhưng ai liệp đặt đa thế KPV bị son nam nè khá tháo xem là liệp tầm hốc có sao chặt trọ đấy thế tại nhóm vì mi p bị phơ dương đọc hai thứ mặt đó dương liệp là việc năng từ liệp lực thì bay cứ dương do phi tạp muối to đằng muối chỉ muối năng kèn khỉ mình này phi tạp mà lít tới kèn khỉ mà lít tới chặt trâu lít tới cô tới nè như ta liệp đây liệp lực thì bay đang từ chẳng đôi miền tập văn năng tế trong cực tham bị thi phơ đôi miền tập văn năng tế tại xua thẻ và con tế ta chia hoặc và con tế tại xua thả bơ mình và con không thơ đây bơ mình thơm vào đây thôi tại bọn sao như cả lò màu ro ca chư bờ dương ọt thôi sao việc can tài giảm tại bà sân bà dương phơ từ lơ viên một chùm luôn dương ai tục tôi ban mà cầm rạch vậy lấy nè chừng ngư can la lơ đâu chiết mình men đôi nâu lơ mà đâu dương thế mình men đôi nâu lơ mà đâu dương thế mình và cọt thế sống bây tầm mà đâu dương pe khăn để gì khi đập vô nó tầm miền pe khác pe thằng và cọt đây này xua pe thằng chừng ngư sống anh mới chiết để ọt hình và cọt đây miền pe khác tai đâu có chiết mình đai miền pịa na thằng mơ đang là chi ọt miền pịa đang vậyแต่เราแต่chia baเราแต่chia baเราแต่จุดจุลเราแต่มือไทยแต่อ้อยสนมอไทยรอการมือไทยรอการchia baรอการจุดจุลvà có chia ọt miền bậc cô na ai chơi bàn tê bơ một nút vì miền chữ ngữ khác thì chơi thật chia ban nó không ẩm long vào đây ngày chữ ngữ đấy mình hiện ai thật chia mình chia tê vì ai chơi bàn từng piแต่เราchia
อดอาจឆ្លើយបានទេអត់អាចឆ្លើយបានទេត្រឹមដឹងថាអាការៈរបៀបហ្នឹងបទពិសោធន៍យើងកន្លងមកយើងព្យាបាលប្រភេទយ៉ាងអញ្ចឹងធ្វើមកយ៉ាងអញ្ចឹងឃើញថាវាបានប្រសើរមួយចំនួននេះសូមបញ្ជាក់អញ្ចឹងណាសូមបញ្ជាក់ឲ្យត្រង់អញ្ចឹងអ្នកខ្លះក៏សួរធ្វើអញ្ចឹងជាអត់ថាអត់ដឹងទេតែគ្រាន់តែដឹងថាបើមិនធ្វើវាងាប់ដឹងច្បាស់ថាបើមិនធ្វើទៅងាប់មកដើមត្រេនហ្នឹងអ្វីដែលដឹងជាមួយនឹងដើមត្រេនគឺច្បាស់ជំងឺដោយកើតឡើងរបស់កៅបើមិនធ្វើវានឹងងាប់ចុះបើធ្វើប្រកាសជារស់អត់ដឹងទេអត់ដឹងទេអត់ដឹងមានថាងាប់ក៏មិនដឹងរស់ក៏មិនដឹងមានន័យវាអាចមានរស់អាចមានងាប់តែបើអត់ធ្វើអាចឆ្លើយមុតមាំបានគឺប្រកាសជាងាប់បើអត់ធ្វើអត់ព្យាបាលរបៀបហ្នឹងអញ្ចឹងអរគុណសម្រាប់រាត្រីយប់នេះសង្ឃឹមថាបងប្អូនដែលកំពុងតាមយកផ្កាចុងក្រោយនេះក្នុងខែ11ឱកាសមានផ្កានឹងមកដល់ចន្លោះថ្ងៃទី21ទៅដល់ថ្ងៃទីចាប់ពីថ្ងៃទីប្រសិនបើមេឃអត់ស្កាត់មួយភ្លៀងថ្ងៃទី17 18នេះទេឱកាសមានផ្កាតាំងពីថ្ងៃ18រហូតដល់ថ្ងៃ24សូមជូនពរបងប្អូនដែលតាមយកផ្កាក្នុងខែ11ឲ្យបានជោគជ័យទាំងអស់គ្នាហើយឲ្យផ្កាមានតែមួយសេរីស្រស់គ្នាងាយស្រួលចាប់ផ្កាងាយស្រួលលក់ទៅលើទីផ្សារកុំឲ្យជន់ជាមួយខ្ញុំដែលខ្ញុំចាំយកផ្កាខែ12ទេសូមឲ្យបងប្អូនយកផ្កាខែ11ឲ្យបានជោគជ័យទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅឲ្យបិទបញ្ចប់វគ្គយកផ្កានៅក្នុងថ្ងៃទី26 27ខែ11សូមឲ្យបងប្អូនទទួលផ្កាបានបរិបូរណ៍ពេញលេញទាំងគ្រប់ចការទាំងអស់គ្នាជម្រាបលារាត្រីសួស្តីបងប្អូនទាំងអស់គ្នា